សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងថ្ងៃនេះខ្ញុំមកនាំគ្នាយើងទៅមើលរឿងមួយដែលមានឈ្មោះថា Demon Eater តោះមុននឹងចាប់ផ្ដើមកុំភ្លេចចុច like មួយផងតោះអញ្ចឹងយើងទៅមើលរឿងនេះតាមបែបសង្ខេបទាំងអស់គ្នានៅវគ្គមួយដែលមានឈ្មោះថា My Small Scavenger ផ្ដើមសាច់រឿងដំបូងឡើយនៅក្នុងពិភពលោកមួយនេះអ្នកផ្សងព្រេងទាំងអស់ត្រូវចាំច្បាប់មួយជាដាច់ខាតថាគឺហាមស៊ីសាច់បិសាចព្រោះវានឹងស្រូបយកថាមពលម៉ាណាបំពុលចូលខ្លួនបើសិនតែហ៊ានលូកមាត់ស៊ីវាដំណាក់កាលដំបូងគឺជួយបង្កើនកម្លាំងកាយធ្វើឲ្យខ្លាំងក្លាប៉ុន្តែបន្ទាប់មកវាធ្វើឲ្យឈឺក្បាលចង់ក្អួតវង្វេងវង្វាន់ហើយចុងក្រោយនឹងត្រូវរលាយសាច់ឈាមស្លាប់ឬក៏បែករូបរាងคล้ายទៅជាបិសាចកាត់មកមើលតួអង្គឯកប្រុសរបស់យើងគឺ Rudo គាត់បានរៀបរាប់ថាទីនេះគឺជារាជធានីព្រំដែនបារ៉ូណាដែលសម្បូរទៅដោយល្អាងបិសាចហើយល្អាងដែលគេកំពុងតែនៅនេះមានឈ្មោះថាល្អាងអាប់ពុលជាកន្លែងដែលពួកអ្នកផ្សងព្រេងដតីរត់គេចដោយឃើញខ្មោចព្រោះវាបឺតជញ្ជក់កម្លាំងធ្វើឲ្យធ្លាក់ចុះបន្តិចម្ដងតែ Rudo ដែលចូលល្អាងនេះធ្វើបង្ងើយរហូតគ្រប់គ្នាហៅថាជាអ្នករើសអេតចាយក្នុងអាប់ពុលទៅហើយ Rudo ក៏បានបេះស្មៅកម្ចាត់ពុលដែលជារុក្ខជាតិអាចលៀងជំរះអាប់ពុលជាប្រភពចំណូលតែមួយគត់សម្រាប់ដោះស្រាយកាពះរបស់គាត់ភ្លាមៗនោះក៏មានបិសាចកណ្ដុរអាពុលមួយក្បាលរត់ចេញមកលបវាឆ្មក់គាត់បានវាបកវិញដោយដុំភ្លើងភ្លាមតែបាញ់អត់ត្រូវធ្វើឲ្យខ្មាស់បិសាចអស់អាលីងមិនទាន់បានដកដង្ហើមស្រួលបួរផងក៏មានក្រុមអ្នកផ្សងព្រេងមួយក្រុមទៀតដែល Rudo ធ្លាប់ឃើញមុខនៅសមាគមបានចូលមកជួយអន្តរាគមន៍កាត់មុខរួចនិយាយដឿទាំងសម្ដីមានល្បិចថាឃើញ Rudo កំពុងតែជួបការលំបាកទើបពួកគេមកជួយតែនេះគ្រាន់តែជាលេសដែលពួកគេចង់ដណ្ដើមយកកន្លែងស្មៅកម្ចាត់ពុលនិងកន្លែងជីកដែល Rudo បានរកឃើញតែប៉ុណ្ណោះថែមទាំងបានមើលងាយ Rudo ថាជាអាអ្នករើសកំទេចកំទីក្នុងតំបន់ពឹសថែមទៀតផងភាពកំសត់មិនទាន់អស់ត្រឹមនឹងទេលុះត្រឡប់ទៅដល់ហាងស្រានៅក្នុងទីក្រុងវិញ Rudo ត្រូវបានដេញក្បាលចេញពីហាងព្រោះធំក្លិនស្អុយជាតិពឹសនិងត្រូវគេមើលងាយថាជាអ្នកផ្សងព្រេងធ្លាក់កោតគ្មានសមត្ថភាពប្រយុទ្ធប៉ុន្តែតាមការពិតទៅ Rudo មានសមត្ថភាពពិសេសម្យ៉ាងគឺ Unique Skill គឺច្រានចោលស្ថានភាពមិនប្រក្រតីទាំងអស់ដែលធ្វើឲ្យគាត់មិនរងគ្រោះថ្នាក់ពីជាតិពុលនិងអាចរុករកក្នុងតំបន់ពុលបានយូរជាងគេប៉ុន្តែវាមិនមែនជាជំនាញសម្រាប់ប្រើក្នុងការប្រយុទ្ធឡើយចឹងហើយទើបគ្មានក្រុមណាមួយព្រមទទួលគាត់ធ្វើឲ្យគាត់បថុយជីវិតទាំងលំបាកសម្បីតែជាមួយសត្វកដុលដើម្បីដូរយកលុយកាក់បន្តិចបន្តួចស្អែកឡើង Rudo បានធ្វើដំណើរទៅកាន់ការិយាល័យសមាគមទាំងចិត្តខ្វល់ខ្វាយហើយក៏ទទួលបានដំណឹងថាគេទើបតែរកឃើញផ្លូវវង្វេងថ្មីមួយនៅជួរភ្នំ Aberio ដែលបែបនេះហើយធ្វើឲ្យស្មៅកម្ចាត់ពុលដែលគាត់ធ្លាប់រកមកត្រូវលក់ធ្លាក់ថ្លៃដោយសារគ្រប់គ្នាសម្រុកទៅផ្លូវវង្វេងថ្មីអស់គាត់ប្រាថ្នាចង់ទៅផ្លូវវង្វេងថ្មីនោះខ្លាំងណាស់ប៉ុន្តែបុគ្គលិកស្រីនៅទីនោះបានបដិសេធភ្លាមព្រោះលក្ខខណ្ឌត្រូវមានចំណាត់ថ្នាក់រ៉េង D ឡើងទៅខណៈពេលនេះ Rudo មានរ៉េងត្រឹមតែរ៉េង E ហ្នឹងតែគាត់ខំអង្វរទាំងអស់សង្ឃឹមរំពេចនោះស្រាប់តែមានបរិសម្នាក់ឈ្មោះ Bayer ដើរចូលមកហើយនិយាយទៅកាន់ Rudo ទាំងស្នាមញញឹមថាបើចង់ទៅខ្លាំងយ៉ាងហ្នឹងចាប់អារម្មណ៍ចូលរួមជាមួយក្រុមខ្ញុំមកប៉ុន្តែ Bayer ឲ្យធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ទេព្រោះក្រុមរបស់ពួកគេកំពុងខ្វះមនុស្សល្មមនៅក្នុងក្រុមរបស់គេមានសមាជិក2នាក់ទៀតគឺមនុស្សស្រីឈ្មោះ Sasa និងមនុស្សប្រុសឈ្មោះ Rick គេសុទ្ធតែជាអ្នកផ្សងព្រេងមានកម្រិត D ដូចជា Bayer ដែរអ្នកទាំងពីរនេះបានបង្ហាញចរិតមើលងាយនិងរអ៊ូរទាំមិនពេញចិត្តដែលមេក្រុម Bayer សុកចិត្តរើសអ្នកមានកម្រិតទាបដែលរើសអេតចាយក្នុង Apple ដូចជា Rudo នេះមកតាមប៉ុន្តែ Bayer ជួយនិយាយការពារថា Rudo មានបទពិសោធន៍យូរឆ្នាំគឺអាចទីពឹងបានជាជាងសមាជិកថ្មីថ្មោងមុនពេលចេញដំណើរ Bayer សូមពិនិត្យមើលសមត្ថភាពរបស់ Rudo ហើយក៏បានដឹងថា Rudo មានជំនាញពិសេសមួយគឺស៊ាំនឹងជាតិពុលខុសប្រក្រតីដែលជាមូលហេតុធ្វើឲ្យ Rudo អាចរស់រានមានជីវិតក្នុង Apple ងងឹតបានយ៉ាងញឹកញាប់ព្រមទាំងអាចប្រើវេទមន្តធាតុភ្លើងបានបន្តិចបន្តួចផងដែរទោះជាប្រាប់ Bayer ថាវេទមន្តភ្លើងរបស់គាត់ខ្សោយខ្លាំងប្រើបានត្រឹមតែបង្កាត់ភ្លើងជំរុំឬក៏បំភ្លឺផ្លូវជំនួសចង្គៀងក៏ដោយក៏មេក្រុម Bayer នៅតែពេញចិត្តនិងដាក់ក្តីសង្ឃឹមលើ Rudo យ៉ាងខ្លាំងរឿងរ៉ាវវគ្គដំបូងនេះបានបញ្ចប់ទៅជាមួយនឹងការចាប់ផ្ដើមធ្វើដំណើររួមគ្នារបស់ពួកគេអញ្ចឹងហើយវគ្គមួយនេះបានមកដល់ទីបញ្ចប់សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងខ្ញុំមកបន្តសាច់រឿង Demon Eater បន្តទៀតដែលវីដេអូមួយនេះគឺជាវគ្គទី2មានចំណងជើងថា Monster Devourer ចាប់ផ្ដើមឡើងដោយនៅពេលដែលក្រុម Bayer បានធ្វើដំណើរទៅដល់មហាគុកងងឹតថ្មីគឺ Aberio គ្រាន់តែទៅដល់ភ្លាម Sasa និង Rick មានអារម្មណ៍រំភើបខ្លាំងដោយគិតថាពួកខ្លួនអាចនឹងមកដល់មុនគេប៉ុន្តែការពិតគឺខុសស្រឡះព្រោះនៅជាន់ទី1មានមនុស្សណាន់តាន់តាប់ពេញនឹងទៅហើយដោយសារតែមនុស្សច្រើនពេក Rick ក៏បានបបួលគ្នាចុះទៅរុករកនៅជាន់ក្រោមកាន់តែជ្រៅព្រោះគិតថាមិនសូវមានមនុស្សមកដដែលគំនិតនេះត្រូវបាន Sasa និង Bayer យល់ស្រប
ភ្លាមស្របពេលនោះដែររូដូជាអ្នកលីអ៊ីវ៉ាន់បាននិយាយកាត់ដោយក្តីបារម្ភថាពួកយើងគួរតែធ្វើផែនទីជាន់ទី1ឲ្យបានច្បាស់លាស់សិនរួចចាំចុះទៅក្រោមតែត្រូវសាសានិងរីកនិយាយឌឺដងជាន់ពន្លិចភ្លាមថាគាត់គឺជាមនុស្សកំសាន្តអញ្ចឹងហើយទើបនៅត្រឹមរាំង E រហូតបែបនេះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយមេក្រុម Bayer ក៏បានសម្របសម្រួលហើយបាននាំគ្នាសម្រេចចិត្តចុះទៅជាន់ខាងក្រោមបន្តទៀតគ្រាន់តែចុះទៅដល់ក្រោមភ្លាមពួកគេក៏បានជួបនឹងពួកបិសាចហើយសាសាក៏បានប្រើវេទមន្តរន្ទះបាញ់កម្ចាត់ពួកវាបានយ៉ាងងាយស្រួលការចុះមកជាន់ក្រោមនេះធ្វើឲ្យសាសានិង Bayer សប្បាយចិត្តខ្លាំងណាស់ដោយសារតែគ្មានអ្នកណាមកទៅមុខទៅភ្នែកអីទេហើយថែមទាំងរកឃើញកំណប់បន្តិចបន្តួចថែមទៀតផងចំណែក Eric វិញនៅតែមិនឈប់ដៀរូដូថាជាមនុស្សកំសាកញីនិយាយបដា Rick ក៏បានបញ្ជាឲ្យរូដូទៅប្រមូលធុធាតុដើមពីសាកសពបិសាចដែលខ្លួនទៅតែសម្លាប់ទៀតពេលដែលរូដូដើរទៅដល់គាត់ឃើញសាកសពនោះខ្ទេចខ្ទីពេកនិងធំក្លិនឈាមស្អុយរលួយខ្លាំងណាស់គាត់ក៏សម្រេចចិត្តប្រើវេទមន្តភ្លើងអន់របស់គាត់ដើម្បីដុតសាកសពនោះក្នុងគោលបំណងកាត់បន្ថយក្លិនស្អុយឃើញបែបនេះ Rick ដែលឈរមើលពីចម្ងាយក៏បានសើចចំអកលក់លើយថាមើលអានោះចោះវាចាប់ផ្ដើមដុតបិសាចហើយវើយតែគិតចង់ស៊ីបិសាចនឹងមែន Rick ក៏បានរអ៊ូថាខ្លួនឯងចាប់ផ្ដើមឃ្លានបាយទៅហើយភ្លាមនោះបិសាចមួយក៏បានលេចឡើងមកគឺជា Minotaurus ដែលជាបិសាចកម្រិតខ្ពស់រាំង B ដោយនឹកស្មានមិនដល់ក្នុងស្ថានភាពដ៏អាសន្ននេះមិត្តរួមក្រុមខូចខលគឺ Bayer បានបោកបញ្ឆោតឬដូជួយកាន់របស់របរឲ្យឬដូដែលចុងក្រោយមិត្តរួមក្រុមទាំង3នាក់ក៏បានប្រើជំនាញរត់ចោលឬដូយ៉ាងអាត្មានិយមបំផុតដោយទុកឲ្យគេធ្វើជាចំណីបិសាចនិងមើលងាយគេថាត្រឹមតែជាកាកសំណល់ដែលកាយសម្រាមដោយបែបនេះឬដូត្រូវបង្ខំចិត្តតស៊ូជាមួយបិសាចតែម្នាក់ឯងរហូតដល់របួសធ្ងន់ធ្ងរបាក់ឆ្អឹងនិងក្អួតឈាមយ៉ាងខ្លាំងក្នុងដង្ហើមចុងក្រោយដ៏អស់សង្ឃឹមគាត់ដឹងខ្លួនច្បាស់ថាត្រូវដេកស្លាប់នៅទីនេះជាមិនខានព្រោះថាសម្បីតែថ្នាំរបួសក៏ត្រូវគេបោកយកទៅបាត់ដែរដោយសារតែការឈឺចាប់ភាពឃ្លាននិងចង់រស់រានមានជីវិតឬដូបានតែឃើញដល់ពាក្យដំបូន្មានដែលថាមិនត្រូវបោះបង់ក៏សម្រេចចិត្តស៊ីបិសាចដែលនៅចិត្តនោះទាំងរស់តែម្ដងជាទូទៅមនុស្សដែលមានធម៌ពលមែនទេប្រសិនបើហ៊ានស៊ីសាច់បិសាចនោះជាតិពលនឹងបំផ្លាញរាងកាយភ្លាមដោយគ្មានផ្លូវរស់ឡើយតែឬដូបានយកជីវិតខ្លួនឯងទៅភ្នួរនឹងសមត្ថភាពរបស់ខ្លួនជាលទ្ធផលគាត់មិនត្រឹមតែមិនស្លាប់ទេនឹងអាចគ្រប់គ្រងសមត្ថភាពថ្មីជាបន្តបន្ទាប់មានទាំងការក្រហមសត្រូវបង្កើនកម្លាំងសាច់ទុំដល់កម្រិតកំពូលនិងការចាប់សញ្ញារលកសំឡេងនៅពេលត្រូវពួកបិសាចឡោមព័ទ្ធនិងបើកការវាយប្រហារសម្រុកចូលមកយ៉ាងប្រប្រៀបឬដូបានប្រើពូថៅប្រយុទ្ធវាយបកកាប់កំទេចទៅលើការវាយប្រហាររបស់បិសាចទាំងនោះនិងស៊ីពួកវាបណ្ដែលដែលធ្វើឲ្យកម្លាំងកាយរបស់គាត់កាន់តែពុះកញ្ជ្រោលខ្លាំងឡើងរហូតអាចដណ្ដើមព្រៀបឈ្នះលើពួកបិសាចនិងស្រែកប្រកាសជ័យជំនះយ៉ាងអង់អាចថាខ្លួននៅមានជីវិតអញ្ចឹងវគ្គនេះបានមកដល់ទីបញ្ចប់ត្រឹមនេះហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយពេលអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច like subscribe ហើយ comment ម្នាក់មួយផងសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងសង្ខេបរឿង Monster Eater បន្តទៀតតោះអញ្ចឹងយើងទៅមើលវីដេអូនេះទាំងអស់គ្នាវគ្គទី3គឺ Crimson Blade ផ្ដើមសាច់រឿងនៅពេលដែលក្រុមអ្នកផ្សងព្រេងដើរក្រហមដែលជាក្រុមរបស់ Bayer បានត្រឡប់មកដល់សមាគមវិញដើម្បីរាយការណ៍អំពីបេសកកម្មដ៏អាក្រក់នៅតំបន់ភ្នំ Aberio លោក Killmaster បានអរគុណចំពោះពួកគេដែលបានធ្វើបេសកកម្មប៉ុន្តែបានទម្លាក់ពាក្យដ៏រន្ធត់ថា Rudo ដែលជាសមាជិកម្នាក់បានបាត់បង់នៅក្នុងព្រឹត្តិការណ៍នោះសមាជិកក្រុមដើរក្រហមរួមមាន Bayer, Sasha និង Rick ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងដែរដោយអះអាងថាពួកគេព្យាយាមការពារ Rudo ក៏ប៉ុន្តែមិនអាចទប់ទល់នឹង Minotaur ដែលជាបិសាចនៅជាន់ទី4នោះបានទាន់ពេលវេលារំពេចភ្លាមនោះឬដូបានបើកទ្វារចូលមកធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្នានៅទីនោះមិនត្រឹមតែមិនស្លាប់ទេឬដូបានទម្លាយការពិតដល់ខូខើថាតាមពិតទៅគាត់មិនមែនជាជនរងគ្រោះដោយចៃដន្យនោះទេប៉ុន្តែជានុយដែលក្រុមដើរក្រហមប្រើដើម្បីបដូរយកជីវិតរស់ឬដូបានរៀបរាប់ទាំងកំហឹងថា Bayer បានដណ្ដើមយកអីវ៉ាន់របស់គាត់ហើយបានចាក់គាត់ពីក្រោយខ្នងចំណែក Rick វិញបានប្រើជំនាញដើម្បីទាក់ទាញ Minotaur ឲ្យមកវាយប្រហារគាត់ខណៈពេលដែល Sasha ពេលនោះបានប្រើប្រាស់វេទមន្តដើម្បីឲ្យក្រុមរបស់ពួកគេរត់គេចខ្លួនក្នុងគ្រានោះក្រុមដើរក្រហមព្យាយាមដោះសារយ៉ាងរឹងរូសថាឬដូមានសតិមិនល្អដោយសារតែការតក់ស្លុតក៏ប៉ុន្តែលោក Killmaster មិនបានចាញ់បោកឡើយព្រោះគាត់បានរៀបចំអ្នកផ្ទៀងផ្ទាត់ឬក៏ Verifier ដែលមានសមត្ថភាពពិសេសក្នុងការដឹងពីការពិតមកចាំកាត់សេចក្តីរួចជាស្រេចសូម្បីតែ Sasha ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះវត្តមានរបស់អ្នកត្រួតពិនិត្យនេះដែលអាចមានវត្តមាននៅក្នុងតំបន់ដ៏ដាច់ស្រយាលមួយនេះនៅពេលដែល Verifier រូបនេះបានប្រកាសយ៉ាងដាច់អហង្ការថារាល់សម្ដីរបស់ក្រុមដើរក្រហមសុទ្ធតែជាការកុហកហើយអ្វីដែលRudoបានរៀបរាប់គឺជាការពិតទាំងស្រុងនោះល្បែងការកុហករបស់ពួកគេក៏ត្រូវបែកធ្លាយនៅចំពោះមុខអ្នកគ្រប់គ្នាក្នុងទីនេះពេលដឹងអស់ផ្លូវរួចខ្លួន Bayer បានបាត់បង់ការគ្រប់គ្រងអារម្មណ៍ដោយសារតែការចង្អុលបង្ហាញរបស់អ្នកត្រួតពិនិត្យនេះបានធ្វើឲ្យគេខឹងសម្បារយ៉ាងខ្លាំងគាត់ក៏បានស្រែកដាក់Rudoទាំងកំហឹងថា
បើគ្មានវាគឺល្អហើយរួចក៏ព្យាយាមស្ទុះទៅវាប្រហារអ្នកត្រួតពិនិត្យដោយគិតថាវាជាការបញ្ចេញកំហឹងចុងក្រោយប៉ុន្តែពេលនោះឬដូដែលកំពុងតែឈរនៅទីនោះស្រាប់បានចេញមកខាត់ទាន់ពេលដោយរងដាវរារាំងបេយឺមិនឲ្យធ្វើសកម្មភាពខុសឆ្គងនោះបន្តទៀតដោយនិយាយថាឈប់ទៅតែគាត់មិនស្ដាប់ក៏ដាល់បេយឺមួយដៃខ្ទាតយ៉ាងឆ្ងាយទង្វើនេះបង្ហាញពីភាពស្ងប់ស្ងាត់និងការគ្រប់គ្រងអារម្មណ៍ដ៏ល្អរបស់ឬដូទោះបីជាគេត្រូវក្រុមដាវក្រហមក្បត់ក៏ដោយចំពោះទង្វើរបស់បេយឺដែលហ៊ានវាយប្រហារអ្នកត្រួតពិនិត្យគឺជាកំហុសដ៏ធ្ងន់ធ្ងរដែលធ្វើឲ្យលោកគេ Master ប្រកាសដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្រុមពួកគេអញ្ចឹងហើយពួកគេនឹងត្រូវដកសិទ្ធិអ្នកផ្សងព្រេងរឹបអូសទ្រព្យសម្បត្តិនិងធ្លាក់ខ្លួនទៅជាទេសកលពេញមួយជីវិតហើយបេយឺវិញការប៉ុនប៉ងវាយប្រហារទៅលើអ្នកត្រួតពិនិត្យគឺជារឿងមិនអាចលើកលែងបានអញ្ចឹងហើយគេនឹងត្រូវទទួលទោសធ្ងន់ធ្ងរជាងសាសានិងរីកហើយអត់មានថ្ងៃត្រឡប់មកវិញបានឡើយបន្ទាប់ពីបញ្ចប់រឿងក្តីទៅលោកគេ Master បានប្រគល់ប្រាក់ 20,000 រេគីនដែលជាប្រាក់របស់ក្រុមដាវក្រហមរកបានប្រគល់ឲ្យឬដូដើម្បីជាការលួងលោមពេលនោះឬដូមានអារម្មណ៍រីករាយជាខ្លាំងព្រោះនេះគឺជាទឹកប្រាក់ដ៏ច្រើនដែលអាចធ្វើឲ្យគាត់ចាប់ផ្ដើមជីវិតជាអ្នកផ្សងព្រេងថ្មីដោយទំនុកចិត្តជាងមុនរឿងរ៉ាវបានបញ្ចប់ទៅក្រោយមកឬដូរៀងតានតឹងបន្តិចដោយសារគាត់ព្យាយាមលាក់បាំងនៅសមត្ថភាពពិតរបស់ខ្លួនព្រោះថាការកើនឡើងថាមពលឬក៏ level របស់គាត់កើនឡើងលឿនពេកគួរឲ្យសង្ស័យហើយស្របពេលដែលគុកងងឹតថ្មីត្រូវបានបិទមិនឲ្យចូលធ្វើឲ្យគាត់បង្ខំចិត្តត្រឡប់ទៅរកស៊ីនៅគុកងងឹតតូចៗចាស់ៗវិញប៉ុន្តែនៅពេលដែលគេពិនិត្យមើលតួលេខរបស់ខ្លួនធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងព្រោះតែពីកម្រិត7ធម្មតាបានហក់ឡើងទៅដល់កម្រិត42ក្នុងរយៈពេលត្រឹមតែ2ថ្ងៃហើយថែមទាំងទទួលបាន skill ថ្មីៗជាច្រើនរួមទាំង skill ការវិភាគដោយការមើលដោយភ្នែករបស់គាត់ដែលអាចប្រើប្រាស់ទៅលើសាកសពឬក៏គូសត្រូវបានយ៉ាងងាយស្រួលដោយសារតែចង់សាកល្បងធម៌ពលថ្មីដែលគាត់ទើបតែទទួលបានអញ្ចឹងហើយក៏សម្រេចចិត្តទៅក្នុងគុកងងឹតកាន់តែជ្រៅជាងមុនដោយមានបំណងសាកល្បង skill ថ្មីទៅលើបេសាចដែលរៀងសាកសមបន្តិចរហូតដល់ប្រទះឃើញបេសាចមួយក្បាលដែលមានឈ្មោះ Soldier Lizard មើលទៅស្តៀងនឹងសត្វបង្គួយតែធំដែលកំពុងតែដើរតែម្នាក់ឯងគាត់បានប្រើ skill ផ្នែកវិភាគរបស់គាត់ទើបដឹងថាវាមាន level ត្រឹមតែ25គាត់ក៏ចាប់ផ្ដើមដេញតាមវាដោយភាពជឿជាក់លើខ្លួនឯងថាខ្លួនប្រកាសជាអាចកម្ចាត់វាបានក៏ប៉ុន្តែនៅពេលដែលដេញតាមរហូតដល់ផ្លូវទាល់គាត់គិតថាបេសាចនោះអស់ផ្លូវរត់ហើយប៉ុន្តែមានណាបេសាចឈប់នៅទីនោះគាត់ក៏ចាប់ផ្ដើមដឹងខ្លួនថាអ្វីៗគ្រប់យ៉ាងគឺជាអន្ទាក់ដែលរៀបចំទុកជាមុនអញ្ចឹងបញ្ជាក់ថាបេសាចនោះរត់មិនមែនភ័យខ្លាចទេប៉ុន្តែគឺចង់ឲ្យឬដូដើរចូលទៅក្នុងអន្ទាក់ដែលវារងចាំអញ្ចឹងវគ្គទី3នេះបានមកដល់ទីបញ្ចប់យើងចាំមើលឬដូអាចប្រើប្រាស់ធម៌ពលកម្រិត42របស់គាត់ដើម្បីរួចគេចផុតពីស្ថានភាពនឹងដោយរបៀបណាសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងខ្ញុំមកបន្តសាច់រឿង Monster Eater បន្តទៀតវីដេអូនេះគឺជាវគ្គទី4របស់រឿងនេះដែលមានឈ្មោះថា Adventure Hunter តោះអញ្ចឹងយើងចាប់ផ្ដើមបន្ទាប់ពីវគ្គមុនឬដូបានចូលបន្ទាក់របស់ Besides Soldier Lizard នោះឬដូរៀងយ៉ាប់យ៉ឺនបន្តិចទោះបីជា level របស់គាត់ខ្ពស់ក៏ដោយការដែលត្រូវសត្វចម្លែកចោមរោមវេប្រហារក្នុងពេលតែមួយបែបនេះគឺជាហានិភ័យដ៏ធំមួយដែលមិនអាចប្រហែសបានឡើយដើម្បីដោះស្រាយបញ្ហាមួយនេះឬដូបានសម្រេចចិត្តប្រើប្រាស់ជំនាញផ្នែកវិភាគរបស់គាត់រហូតរកឃើញមេក្រុមដែលឈរនៅពីក្រោយហើយគាត់ក៏ចាប់ផ្ដើមប្រើ skill របស់គាត់បង្កើនកម្លាំងសាច់ដុំដើម្បីបំបែកជួរមុខរបស់ពួកវាតែទោះបីជាឬដូវាយប្រហារចំក៏ដោយក៏បេសាចចម្លែកនោះមិនមានស្នាមរបួសសូម្បីតែបន្តិចដែលធ្វើឲ្យគាត់ដឹងភ្លាមថាពួកវាប្រើប្រាស់ជំនាញរងការពារជំនួសមានន័យថាប្រើប្រាស់គ្នារបស់វាធ្វើជាខែលរងគ្រោះជំនួសមិនឲ្យឱកាសនេះកន្លងផុតទៅយូរឬដូបានបញ្ចេញនូវ skill មួយគឺការគ្រប់គ្រងខ្សែចាប់សង្កត់ពួកវាបានទាំងអស់ដើម្បីផ្ដាច់ជីវិតពួកវាទាំងអស់ក្នុងពេលតែមួយនៅចុងក្រោយក៏បានកាត់ក្បាលរបស់មេបេសាចបានបន្ទាប់ពីសម្លាប់ពួកវាអស់វាក៏ដល់ពេលនៃអាហារពេលល្ងាចដ៏ពិសេសមួយដែលឬដូបានទន្ទឹងរង់ចាំអស់ជាយូរមកហើយគាត់ចង់សាកល្បងមើលថាប្រសិនបើសាច់របស់សត្វចម្លែកនេះត្រូវបានចម្អិនឲ្យបានត្រឹមត្រូវដោយសារស្នាដៃរបស់គាត់ផ្ទាល់តើនឹងមានរសជាតិឆ្ងាញ់កម្រិតណាទៅដែលនេះអាចជាគន្លឹះថ្មីមួយទៀតក្នុងការអភិវឌ្ឍជំនាញរបស់គាត់លទ្ធផលគឺឆ្ងាញ់ខ្លាំងណាស់ដល់ថ្នាក់ស្ទើរតែញៀននឹងរសជាតិសត្វចម្លែកនេះទៅហើយមិនត្រឹមតែញ៉ាំឆ្អែតពោះទេគាត់ថែមទាំងទទួលបានជំនាញពិសេសពីសត្វចម្លែកដែលគាត់បានញ៉ាំទៀតផងឧទាហរណ៍ដូចជាជំនាញពី Minotaur និង Armor Spider ជាដើម skill របស់ Armor Spider គឺជាការគ្រប់គ្រងខ្សែនោះឯងបន្តទៀតខណៈពេលដែលគាត់កំពុងស្វែងរកសត្វចម្លែកថ្មីដើម្បីសាកល្បងក៏ប្រទះឃើញហេតុការណ៍មិនប្រក្រតីមួយមានក្រុមអ្នកប្រមាញ់អ្នកផ្សងព្រេងដ៏សាហាវឃោរឃៅមួយក្រុមដែលចាប់ខ្លួននារីម្នាក់ឈ្មោះ Elysia ជានារី elf ដ៏ស្រស់ស្អាតម្នាក់រូបដែលជាមនុស្សចូលចិត្តជួយអ្នកដទៃឬក៏ប្រហែលជាគាត់គ្រាន់តែចង់រកលេសដើម្បីប្រយុទ្ធក៏មិនអាចឈរមើលស្រីស្អាតម្នាក់ត្រូវគេធ្វើបែបបានឡើយគាត់ក៏បានលោកដៃចូលទៅក្នុងចំនួននេះភ្លាមពួកអ្នកប្រមាញ់នោះរួមមាន Phasus ដែលជាមេដឹកនាំហើយពួកគេសុទ្ធតែជាអ្នកមានសមត្ថភាពខ្លាំងឬដូរដឹងបែបនេះក៏ដោយសារតែតាមរយៈជំនាញផ្នែកវិភាគរបស់គាត់កូនចៅ Phasus ឈ្មោះ Sarius
ចាប់ផ្ដើមវាប្រហារឬដូរក៏បានរងជាប់និងបានប្រើជំនាញពិសេសដ៏គួរឲ្យខ្លាចគឺគាត់បានព្រុសជាតិពុលចេញពីមាត់របស់គាត់ដែលធ្វើឲ្យសត្រូវទាំងអស់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងអញ្ចឹងហើយ Fasus ក៏បានបបួលគ្នាព្រួតវាយទៅលើឬដូរ Fasus ដែលមានជំនាញខាងប្រយុទ្ធផ្ទាល់បានព្យាយាមប្រើកម្លាំងបាយនិងល្បឿនចង់ផ្ដាច់ជីវិតរបស់ឬដូរនិងបានវាយឬដូរខ្ទាតទៅលើវាលភក់មួយដែលជាភក់ពុលនិងសង្ឃឹមថាឬដូរប្រកាសជាត្រូវដួលសន្លប់ដោយសារជាតិពុលឬក៏ឬដូរត្រូវបង្ខំចិត្តរត់ចាកចេញដើម្បីឲ្យពួកគេដេញសម្លាប់បានយ៉ាងស្រួលប៉ុន្តែខុសពីការរំពឹងទុកឬដូរបែរជាឈរនៅស្ងៀមក្នុងវាលភក់នោះដោយមិនមានបញ្ហាអ្វីសោះព្រោះតែគាត់មាន skill គឺភាពស៊ាំនឹងស្ថានភាពមិនប្រក្រតីធ្វើឲ្យជាតិពុលទាំងឡាយគ្មានប្រសិទ្ធភាពមកលើគាត់ទេមិនត្រឹមតែមិនស្លាប់ទេឬដូរថែមទាំងបង្វែរស្ថានភាពធ្វើឲ្យក្រុមរបស់ Fasus ស្រូបយកអូស្មန်ពុលចេញពីវាលភក់នោះចូលខ្លួនឯងវិញធ្វើឲ្យកម្លាំងនិងស្មារតីរបស់ពួកគេចុះខ្សោយនៅពេលក្រុមរបស់ Fasus ចាប់ផ្ដើមបាត់បង់សមត្ថភាពប្រយុទ្ធដោយសារតែជាតិពុលនោះឬដូរក៏ចាប់ផ្ដើមប្រើ skill ចម្លែកៗដែលគេទទួលបានពីការស៊ីសាច់សត្វបិសាចវាយបកត្រឡប់ទៅវិញចំពោះ skill ធម្មពលរន្ទះផ្លេចបន្ទោលនិងកំបិតខ្យល់បានធ្វើឲ្យ Fasus ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះក្នុងពិភពនេះមនុស្សធម្មតាមិនអាចប្រើប្រាស់ជំនាញរបស់បិសាចសត្វចម្លែកបានទេស្ថានភាពនេះបង្ហាញថាឬដូរមានសមត្ថភាពប្លែកពីគេដែលធ្វើឲ្យគេក្លាយទៅជាអ្នកប្រយុទ្ធដ៏គួរឲ្យខ្លាចចុងក្រោយ Fasus ទទួលបាននូវភាពបរាជ័យអាចក៏ដោយសារតែឥទ្ធិពលរបស់ថ្នាំពុលដែរដែលធ្វើឲ្យគាត់មិនសូវមានកម្លាំងក្នុងការប្រយុទ្ធចុងក្រោយឬដូរក៏បានបញ្ចប់ក្រុមរបស់គាត់បានអញ្ចឹងវគ្គទី4នេះបានមកដល់ទីបញ្ចប់ត្រឹមនេះយើងទៅមើលវគ្គទី5ទាំងអស់គ្នាសួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងខ្ញុំមកបន្តសាច់រឿងនេះទៀតចូលដល់វគ្គទី5ដែលមានឈ្មោះថា Elysia of the Jade Storm តោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាបន្ទាប់ពីវគ្គមុនមនុស្សស្រីម្នាក់ឈ្មោះ Elysia ដែលជានារីស្រស់ស្អាតម្នាក់អំបូរ Elf ត្រូវបានឬដូរជួយនាងក៏អរគុណទៅកាន់ឬដូរឃើញនាងទន់ខ្សោយខ្លាំងដោយសារតែជាតិពុលក៏លួចគិតក្នុងចិត្តថាត្រូវទៅនាំនាងចាកចេញពីទីនេះឲ្យបានលឿនបំផុតនៅពេលដែល Elysia បានសួរដេញដោលគាត់អំពីមូលហេតុដែលមកទីនេះតែម្នាក់ឯងឬដូរក៏ឆ្លើយទាំងរដាក់រដប់មិនទាន់ទាំងនិយាយគ្នាដាច់ស្រេចផងត្រាប់តែមានបិសាចមេអំបៅមួយក្បាលយ៉ាងធំបានលេចខ្លួនឡើងឬដូរប្រាប់ Elysia ថាទុកឲ្យគាត់ជាអ្នកចាត់ការនៅក្នុងការវាយប្រហារនេះបិសាចមេអំបៅបានព្រោះម្សៅពុលធ្វើឲ្យស្ពឹកពេញទីកន្លែងរាងកាយដែលត្រូវម្សៅនេះប៉ុន្តែវាគ្មានប្រសិទ្ធភាពទៅលើឬដូរទេហើយភ្លាមនោះមានឱកាសល្អ Elysia ក៏បានប្រើប្រាស់វេទមន្តការពារខ្លួននិងបានបាញ់សម្លាប់បិសាចនោះបាត់ទៅហើយនាងក៏ចាប់ផ្ដើមសង្ស័យពីសមត្ថភាពអាចកម្បាំងរបស់ឬដូរផងដែរបន្ទាប់ពីនាំគ្នាគេចផុតពីគ្រោះថ្នាក់និងចាក់ចេញមករកទីកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅរូងភ្នំហើយElysia ក៏បានណែនាំខ្លួនថានាងគឺជាអតីតអ្នកផ្សងព្រេងជាមួយអ្នកមានលំដាប់អេស្រែងដ៏ល្បីល្បាញម្នាក់ប្រចាំក្រុមគឺឈ្មោះថា Sky Trail និងរៀបរាប់ទាំងក្រៀមក្រំថាកាលពី5ឆ្នាំមុនក្រុមរបស់នាងបានជួបគ្រោះថ្នាក់ដ៏ធំមួយគឺនៅពេលប្រយុទ្ធនៅក្នុងរូងភ្នំកម្រិតខ្ពស់មួយដោយមេក្រុមបានស្លាប់រីឯសមាជិកដទៃត្រូវរងរបួសធ្ងន់និងបាត់ខ្លួនចំណែកឯរូបនាងផ្ទាល់ទោះបីជាអាចរស់រានមានជីវិតត្រឡប់មកវិញបានមែនប៉ុន្តែត្រូវរងនៅបណ្ដាសាបញ្ចុះធម្មពលគឺឆ្លាក់ជាប់នៅលើដើមទ្រូងនាងហើយបណ្ដាសាដ៏ចម្លែកមួយនេះសូម្បីតែឬដូរក៏មិនដែលធ្លាប់បានឮពីមុនមកដែរប្រសិនជាវាបើកធម្មពលរបស់នាងរហូតដល់សូន្យអញ្ចឹងនាងនឹងត្រូវបាត់បង់ជីវិតហើយអ្វីដែលកាន់តែអាក្រក់នោះគឺពួកអ្នកផ្សងព្រេងមុននេះបានដឹងនៅរឿងនេះហើយព្យាយាមដេញចាប់នាងយកទៅលក់ធ្វើជាទាសករនៅពេលដែលនាងកំពុងតែទន់ខ្សោយឃើញស្ថានភាពអញ្ចឹងឬដូរមិនបង្អង់យូរឡើយក៏ប្រើនៅជំនាញពិសេសរបស់ខ្លួនគឺ Unique Skill ដែលមានឈ្មោះថា Kata Kavari ដើម្បីផ្ទេរបណ្ដាសាដ៏សាហាវមួយនេះចូលមកក្នុងខ្លួនរបស់គាត់ជំនួស Elysia ភ្លាមនោះ skill មួយទៀតគឺ Jotoito Mukoga របស់គាត់ដែលមានសមត្ថភាពលុបបំបាត់ស្ថានភាពមិនប្រក្រតីទាំងអស់ទើបធ្វើឲ្យបណ្ដាសាមួយនេះរលាយបាត់ភ្លាមដូចជាផ្សែង Elysia ភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងព្រោះបណ្ដាសាដែលរ៉ាំរ៉ៃអស់រយៈពេល5ឆ្នាំមកនេះត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនាងក៏អរគុណឬដូរយ៉ាងមានក្តីសង្ឃឹមក្រោយពីរួចផុតពីគ្រោះថ្នាក់អ្នកទាំងពីរបានទៅអង្គុយញ៉ាំអាហារនៅក្នុងហាងអាហារមួយកន្លែងនាងក៏ចង់ដឹងពីប្រវត្តិរបស់រូដូដែរអញ្ចឹងគាត់ក៏បានរៀបរាប់ពីអតីតកាលដ៏ជូរចត់របស់ខ្លួនឯងភូមិរបស់គាត់ត្រូវបានបំផ្លាញដោយបិសាចទាំងស្រុងហើយគាត់ក៏ស្ទើរតែស្លាប់ដែរប៉ុន្តែពេលនោះមានអ្នកផ្សងព្រេងម្នាក់មកជួយគាត់ទាន់ពេលវេលាដែលគាត់នោះគឺមានរាង S អញ្ចឹងហើយចាប់តាំងពីពេលនោះមកគាត់តាំងចិត្តថាត្រូវហ្វឹកហាត់ខ្លួនឯងឲ្យក្លាយទៅជាអ្នកផ្សងព្រេងលំដាប់ S រាងដើម្បីជួយសង្គ្រោះអ្នកដទៃដែរឬបែបនេះ Elysia មិនត្រឹមតែមិនសល់ច្រមុះទេប៉ុន្តែនាងថែមទាំងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការទៅហ្វឹកហាត់ឡើងវិញដើម្បីឆ្ពោះទៅកាន់ជាន់ជ្រៅបំផុតនៃមហាគុកងងឹតម្ដងទៀតដើម្បីជួយសង្គ្រោះមិត្តភ័ក្តិរបស់នាងដែលកំពុងតែជាប់ឃុំឃាំងនៅទីនោះខណៈពេលដែលកំពុងជជែកគ្នាស្រាប់តែមានមនុស្សមួយក្រុមគឺជាមនុស្សពីលចូលមកឌឺដងនិងបានបៀតបៀន Elysia
គឺចាប់ដៃរបស់នាងធ្វើឲ្យឬដូទ្រាំមិនបានក៏ចេញមកការពារឲ្យឆាប់ដកដៃចេញពីនាងភ្លាមរហូតស្ទើរតែផ្ទុះចំនួនធំដើម្បីដោះស្រាយបញ្ហាអេលីសៀក៏បានបបួលពួកនោះប្រកួតគ្នាផឹកស្រាកាត់សេចក្តីអញ្ចឹងហើយពួកនោះនិងនាងក៏បានប្រកួតគ្នាផឹកស្រាហើយលទ្ធផលចុងក្រោយគឺនាងជាអ្នកឈ្នះនាងប្រកាយផឹកមែនរហូតធ្វើឲ្យពួកនោះដេកដួលសន្លប់ពេញតុបន្ទាប់ពីឈ្នះការប្រកួតនាងមើលទៅយ៉ាងស្វឹងហើយនឹងបានដួលសន្លប់លើទ្រូងរបស់ឬដូទាំងនិយាយថាខ្លួនឯងចង់ការពារកេរ្តិ៍ឈ្មោះអ្នកមានគុណដែលបានជួយជីវិតនាងឃើញអញ្ចឹងឬដូក៏បានស្គៀលពិសេសរបស់ខ្លួនគឺ Kata Kavari ដើម្បីស្រូបវិជាស្វឹងទាំងអស់ពីខ្លួនរបស់នាងមកដាក់លើខ្លួនឯងជំនួសវិញធ្វើឲ្យ Alicia លែងស្វឹងគ្រាន់តែលែងស្វឹងនាងពិតជាកោតសរសើរនៅសមត្ថភាពអស្ចារ្យនេះណាស់និងរត់តែបដិញ្ញាចិត្តថាអូទាញឬដូមកចូលរួមផាធីមួយនេះហើយនាងនឹងត្រូវផឹកទៀតឲ្យបានច្រើនអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ត្រឹមនេះហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាពេញចិត្តវីដេអូខ្ញុំកុំភ្លេចចុច like subscribe ហើយ comment នៅខាងក្រោមម្នាក់មួយផងសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyakami អញ្ចឹងនៅវីដេអូនេះខ្ញុំមកសង្ខេបរឿង Monster Eater បន្តទៀតអញ្ចឹងយើងចូលដល់វគ្គទី6ហើយដែលមានឈ្មោះថាParty Formation តោះយើងចាប់ផ្ដើម Alicia និង Rudo បានធ្វើដំណើរមកដល់តំបន់ឆ្នេរមួយដែលមានទេសភាពស្អាតខ្លាំងមែនទែនធ្វើឲ្យនាងលាន់មាត់សរសើរមិនដាច់ពីមាត់ថាទីនេះពិតជាគួរឲ្យចង់រស់នៅហើយនាងក៏ដឹងទៀតថាទីនេះជាកន្លែងនេសាទត្រីបារ៉ាណាម៉ាស៊ឺដ៏ល្បីល្បាញដែលម្ចាស់ផ្ទះសំណាក់បានប្រាប់ពួកគេដោយសារធ្វើដំណើរហត់ផងឃ្លានផង Alicia មិនប្រអងយូរក៏បានស្រែកកំងស្រាប់វានឹងត្រីបារ៉ាណាម៉ាស៊ឺអាំងអំបិល2ចានភ្លាមប៉ុន្តែគួរឲ្យស្ដាយម្ចាស់ផ្ទះសំណាក់បានធ្វើមុខស្អុយហើយប្រាប់ទៅកាន់នាងវិញថាសូមទោសផងប្អូនស្រីកូនត្រីនឹងឥឡូវវាដាច់ស្តុកបាត់ហើយតាមពិតទៅនៅកន្លែងនេសាទនោះស្រាប់តែមានពួកបិសាចមកលុកលុយនិងដណ្ដើមបានកន្លែងគ្រប់គ្រងទៅហើយគាត់បានដាក់ពាក្យស្នើសុំទៅខាងគៀលដែរប៉ុន្តែអ្នកផ្សងព្រេងលំដាប់ខ្ពស់គឺរវល់ចេញទៅធ្វើបេសកកម្មនៅខាងក្រៅអស់បាត់ហើយមើលទៅអ្នកទាំងពីរក៏ដូចជាអ្នកផ្សងព្រេងដែរបើមិនយល់ទាស់ទេជួយទទួលបេសកកម្មកំចាត់ពួកបិសាចនេះចំនួនផងបានទេគ្រាន់តែឮពាក្យកំចាត់បិសាចដើម្បីបានត្រីអាំងញ៉ាំភ្លាមនោះ Alicia ក៏ទទួលយកបេសកកម្មផ្លែតចំណែក Rudo ក៏ស្រែកយល់ព្រមតាមនាងដែរពេលដែលកំពុងនៅលើទូកនេសាទពួកបិសាចមួយចំនួនបានវាយសម្រុកជាវងយ៉ាងច្រើនធ្វើឲ្យ Rudo សម្រេចចិត្តលោតចូលទៅក្នុងទឹកប្រើ skill រន្ទះឆក់ទៅកាន់ពួកវាមួយសន្ទុះក៏បានកំចាត់ពួកវាគ្មានសល់ប៉ុន្តែគាត់បានចាប់អារម្មណ៍ឃើញថាមានបិសាចពីបេះក្បាលមកចុះទៅក្រោមវិញទើបគាត់សង្ស័យថាពួកវាកំពុងយាមការពារអ្វីមួយហើយក៏សម្រេចចិត្តចុះទៅពិនិត្យមើលដោយទុកឲ្យ Alicia រងចាំជួយពីខាងលើនៅបាតផ្ទៃទឹកឬដូបានរកឃើញមេធំដែលជាបិសាចយក្សចាំបង្កើតកូនចៅត្រីទាំងនោះក្នុងពេលកំពុងរៀបចំផែនការពួកវាបានដឹងខ្លួនហើយបើកការវាយប្រហារបន្លំភ្នែកភ្លាមក៏ប៉ុន្តែឬដូបានវាយបកទាន់ពេលដោយហាលទៅគៀករួចប្រើ skill ករន្ទះឆក់ធំនោះពេញទំហឹងរហូតដល់ដាច់ប្រួយសរសៃរបស់វាហើយភ្លាមនោះខ្យល់ដង្ហើមរបស់គាត់ក៏អស់ល្មមអញ្ចឹងក៏ប្រឹងហែលឡើងមកលើវិញទាំងស្រែកផ្ញើការងារដែលនៅសល់ឲ្យ Alicia ជាអ្នកបញ្ចប់អញ្ចឹងនាងក៏ប្រើវេទមន្តខ្យល់ជួយស្រោចស្រង់ជីវិតរបស់គាត់ឡើងមកទាន់ពេលវេលានៅលើឆ្នេរឬដូបានដឹងថាបិសាចនោះអាចនឹង recover ឈាមត្រឡប់មកវិញប្រសិនបើមិនសម្លាប់វាភ្លាមទេដោយសារតែ Alicia ធ្លាប់ជឿជាក់លើគាត់អញ្ចឹងគាត់ក៏សម្រេចចិត្តលែងលាក់បាំងជាមួយនាងរឿងមួយគឺរឿងស៊ីសាច់បិសាចហើយស្នើសុំឲ្យនាងរក្សាវាជាការសម្ងាត់រួចក៏លោតចុះទៅក្នុងទឹកម្ដងទៀតលើកនេះក៏បានប្រើ skill ល្បឿនលឿនទៅចាក់សម្លាប់មេបិសាចនោះបានដោយជោគជ័យបន្ទាប់ពីឈ្នះឬដូចាប់ផ្ដើមភ័យអរខ្លាច Alicia រត់ចោលខ្លួននៅពេលដែលឃើញខ្លួនមានសមត្ថភាពមួយគឺស៊ីសាច់បិសាចប៉ុន្តែខុសពីការពិតពេលដែលឡើងមកលើគោកវិញនាងបែរជាដើររើសអស់បង្កាត់ភ្លើងចាំធ្វើឲ្យគេកក់ក្ដៅទៅវិញហើយថែមទាំងនិយាយទាំងស្នាមញញឹមថានាងមិនខ្លាចទេតែនាងសប្បាយចិត្តទៅវិញទេដែលឬដូព្រមជឿជាក់លើនាងរហូតប្រាប់អាកំបាំងដ៏ធំធេងមួយនេះខណៈពេលកំពុងញ៉ាំអាហារនៅជួរមាត់នេះ Alicia ក៏រំលឹកទៅដល់រឿងរ៉ាវកាលពីមុនដែល Rudo ធ្លាប់បានសម្រេចចិត្តស៊ីសាច់បិសាចជាលើកដំបូងដើម្បីរស់រានមានជីវិតពេលបេសកកម្មកំចាត់បិសាចនៅក្នុងគុកងងឹតនាងបានពោលសរសើរថាមានតែ Rudo ម្នាក់គត់ដែលអាចធ្វើរឿងបែបនេះបានព្រោះវាត្រូវរួមផ្សំស្គីពិសេសការតាំងចិត្តដ៏មហិមានិងសំណាងដ៏គួរឲ្យកោតសរសើរទោះជាឬដូព្យាយាមបន្ទាបខ្លួនថាវាគ្រាន់តែជាសំណាងដោយការស៊ីពេលនោះព្រោះតែឃ្លានក៏ដោយក៏នាងនៅតែលើកទឹកចិត្តថាសំណាងល្អក៏ជាចំណែកមួយនៃសមត្ថភាពរបស់អ្នកផ្សងព្រេងដ៏ខ្លាំងពូកែដែរភ្លាមនោះបរិយាកាសដ៏រីករាយស្រាប់តែប្រែទៅជាមានភាពម៉ឺងម៉ាត់នៅពេល Alicia សម្លឹងមើលភ្នែករបស់គាត់ចំរួចនិយាយបបួលដ៏សំខាន់ថាគឺចង់បង្កើតក្រុមធ្វើដំណើរជាមួយនាងអត់ពី
ពាក្យសម្ដីមួយឃ្លានេះធ្វើឲ្យឬដូរៀងបាក់ទឹកចិត្តបន្តិចនិងមានភាពរាយរ៉ាយភ្លាមព្រោះដឹងថាខ្លួនឯងត្រឹមតែជាអ្នកផ្សងព្រេងរាំង E ហ្នឹងគឺរាំងកាហ្នឹងខណៈពេលដែល Alicia ទាំងស្អាតផងទាំងមានសមត្ថភាពខ្ពស់ធ្វើឲ្យគាត់មានអារម្មណ៍មិនសូវមានទំនុកចិត្តថាតើខ្លួនឯងពិតជាស័ក្តិសមនឹងឈរនៅក្បែរនាងបានដែរឬក៏យ៉ាងណាអញ្ចឹងវគ្គទី6នេះបានមកដល់ទីបញ្ចប់នៅត្រឹមនេះសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងយើងបន្តសាច់រឿង Monster Eater បន្តទៀតចូលដល់វគ្គទី7ដែលមានឈ្មោះថា The First Slaying Quest សាច់រឿងចាប់ផ្ដើមដោយ Alicia របស់យើងសប្បាយចិត្តខ្លាំងណាស់ព្រោះបេសកកម្មជោគជ័យទទួលបានប្រាក់ពេញហោប៉ៅនិងចង់ឲ្យឬដូធ្វើការជាមួយនាងជាក្រុមបានន័យថាចូលក្រុមជាមួយគ្នាប៉ុន្តែឬដូធ្វើចរិតជាប្រុសស្ពឹកមុខស្មារអូថាខ្លួនឯងត្រឹមរាំង E ហ្នឹងច្បាស់ជាគ្មានម៉ួយណាជួលធ្វើការធំទេចុងក្រោយ Alicia អត់ទ្រាំមិនបានក៏អូសក្បាលឬដូទៅសមាគមដើម្បីចុះឈ្មោះឲ្យដឹងសល់ខ្មែរតែម្ដងពេលទៅដល់បុគ្គលិកចុះឈ្មោះស្រីនឹកស្មានមិនដល់ថាស្រីស្អាតលំដាប់រាំង Top S rank ដូចជា Alicia មកបន្ទាបខ្លួននៅជាមួយអ្នកដែលមានរាំងកាត្រឹមរាំង E បានដែរដើម្បីជួយលើកមុខមាត់របស់ឬដូនាងក៏សូមបេសកកម្មវាយកំចាត់ចចោលប្រភេទដែលពិបាកបំផុតយកមកធ្វើពេលចូលដល់ក្នុងព្រៃឬដូចង់បង្អួតរៀងបើក skill លាក់ខ្លួនទៅកាត់ក្បាលចចោលបានមួយមុនគេប៉ុន្តែត្រូវ Alicia ឆក់ដណ្ដើមអស់លីងដោយសារតែនាងហៅប្រលឹងខ្យល់ Sylphid មកហោះកាត់បោកខ្យល់មួយក្បាច់ងប់វងចចោលខ្ទេចវាយសុកឬដូហៀបនឹងត្រូវចចោលវាយអកូតទៅក្រោយទៅហើយតែសំណាងបានប្រលឹងខ្យល់ទូចមួយនោះជួយទាន់កុំអីចប់ស្រឡះចុងក្រោយ Alicia ដឹងថាមានសត្រូវពូនស្ទាក់ជាច្រើនចំណែករូដូវិញក៏បានស្កេនតាមរលកសំឡេងឃើញចចកជិត30ក្បាលកំពុងតែឡោមព័ទ្ធគាត់បានប្រាប់ឲ្យ Alicia ត្រៀមខ្លួនចេញក្បាច់ធំផ្ដាច់ព្រលឹងតែម្ដងពួកគេទាំងពីរនាក់ក៏បានសហការគ្នាយ៉ាងល្អដោយប្រើ skill scan សំឡេងនិងវេទមន្តដេញគៀបកំចាត់ហ្វូងចចកប្រភេទបានសរុប52ក្បាលបន្ទាប់មក Alicia បានពន្យល់រូដូអំពីវេទមន្តព្រលឹងតូចមួយនេះគឺជាការខ្ចីថាមពលធម្មជាតិមកប្រើប្រាស់ហើយស្របពេលនោះវិញ្ញាណខ្យល់ Sylphid ក៏បានចេញមកលេងសើចធ្វើបាបឬដូព្រោះតែការចូលចិត្តអញ្ចឹងកូនព្រលឹងខ្យល់នឹងអាចធ្វើឲ្យពួកគេហោះហើរបានពេលកំពុងហោះរៀបត្រឡប់ទៅវិញក៏ប្រទះឃើញនឹងបេសាយលំដាប់ខ្ពស់មួយគឺ Baphomet កំពុងតែវាយប្រហារភូមិនៅខាងក្រោមព្រមទាំងដេញសម្លាប់អ្នកផ្សងព្រេងអញ្ចឹងហើយឃើញបែបនោះគាត់ក៏បានប្រើ skill មានទឹកដើម្បីជួយសង្គ្រោះទាន់ពេលដោយសារតែការលេចខ្លួនរបស់បេសាយនេះគឺវាខុសពីធម្មតាពេកអញ្ចឹងឬដូក៏បានប្រើភ្នែកមាន skill របស់គាត់ឈ្មោះថាខានតៃឆែកមើលបេសាយនេះហើយក៏ត្រៀមខ្លួនដើម្បីវាយបកទៅវាវិញដោយប្រើភ្នែករបស់គាត់ក៏ដឹងថាបេសាយនេះមាន skill និងវេទមន្តខ្ពស់ណាស់ជាពិសេសគឺ skill ភ្លើងធ្វើឲ្យគាត់ឃ្លានចង់សម្លាប់វាដើម្បីប្លន់យកសមត្ថភាពនឹងយើងដឹងស្រាប់ហើយថាវេទមន្តភ្លើងរបស់គាត់គឺកាកមែនតែនប៉ុន្តែស្មានតែងាយស៊ីអីព្រោះពេលឬដូស្ទុះទៅបុកចំបែរជាត្រូវបេសាយភ្លើងឆក់កណ្ដៀតការពារខ្លួនបានយ៉ាងស្អាតដោយសារតែវាលាក់លំពែងភ្លើងពីដើមចុងក្រោយទុកជារបាំងការពារជានិច្ចធ្វើឲ្យឬដូដកថយទាំងបុកពោះដោយសារតែខ្លាចប៉ះពាល់ដល់ជីវិតអ្នកភូមិដែលជំរាបមិនទាន់អស់ពួកគេមិនអាចប្រើប្រាស់វេទមន្តបំផ្លាញទ្រង់ទ្រាយធំបានឡើយទើបឬដូបានបោះបង់លែងវាសម្រុកបន្តទៀតឃើញអញ្ចឹង Alicia ក៏បានប្រាប់ទៅឬដូទាំងកៅភ្នែកជឿជាក់ថារឿងវេទមន្តបិសាចនឹងទុកឲ្យនាងជាអ្នករ៉ាប់រងគឺចង់ឲ្យឬដូគឺសម្រុកទៅមុខឲ្យកាន់តែលឿនពេលសហការគ្នានោះ Alicia បានបញ្ចេញនៅវេទមន្តក្បាច់លំដាប់ S rank បង្កើតបានជាធាតុផ្ទុយទៅនឹងភ្លើងបន្សាបរំលាយវេទមន្តភ្លើងរបស់បិសាចនោះបានឡើងខ្ទេចហើយថែមទាំងបាញ់ដុំថ្មបំបាក់ខែលការពាររបស់បិសាចនោះបានទៀតផងរហូតដល់ចំហរន្ធដ៏ធំទទួលបានឱកាសមាសនេះឬដូមិនបងអង្គយូរឡើយប្រើប្រាស់ skill ពង្រឹងសាច់ដុំនិងបានហោះទៅលើអាកាសរួចលើកដាវយក្សកាប់សំពងក្បាលបេសាច Baphomet ពេញមួយទំហឹងរហូតដេកដួលនៅលើដីមុននឹងបញ្ចប់សាច់រឿងAlicia បានដើរទៅសួរនាំបេសាចទាំងញញឹមឌឺដងថាតើរសជាតិត្រូវរងការវិបហាដោយវេទមន្តដែលខ្លួនឯងជំនាញបំផុតនឹងវាផ្អែមល្ហែមប៉ុណ្ណាដែរអញ្ចឹងវគ្គទី7នេះបានមកដល់ទីបញ្ចប់ត្រឹមនេះបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច like subscribe ផងសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងវីដេអូនេះជាវគ្គទី8នៃសាច់រឿង Monster Eater ដែលមានឈ្មោះថា Mana and Mana Particles តោះយើងទៅមើលវគ្គនេះទាំងអស់គ្នាចាប់ផ្ដើមឡើងនៅពេលដែលព្រៃទាំងមូលនៅក្នុងភូមិស្ទើរតែត្រូវឆេះខ្ទេចខ្ទីដោយសារការផ្ទុះការវាយប្រហារយ៉ាងធំធ្វើឲ្យអ្នកផ្សងព្រេងធម្មតារត់គេចខ្លួនជាមួយនឹងជំនៀសប្រជាជនចេញពីភូមិបានធ្វើធ្វើភ្នែករងាក់ស្រងាឆ្ងល់ថាតើមានអ្នកណាទៅវាយឈ្នះស្ដេចបិសាច Baphomet ទៅ
ភ្លាមនោះអេលីសៀរបស់យើងបានដើរចេញមកទាំងរឹកពីអភិជនរួចនិយាយទាំងលយថាបិសាចនឹងត្រូវនាងនឹងឬដូវាយឲ្យរត់បាក់មុខបាត់ទៅហើយដែលមានន័យថាគឺកម្ចាត់ចោលបាត់ហើយធ្វើឲ្យគ្រប់គ្នាកោតសរសើរហាក់បីដូចជាមានព្រះជួយសង្គ្រោះអញ្ចឹងប៉ុន្តែសរសើរមិនទាន់ផុតពីមាត់ផងនាងក៏ពោះឃ្លានបាយទៅហើយដោយសារតែមិញហ្នឹងកំចាត់បិសាចហត់ពេកឥឡូវឃ្លានបាយឡើងចង់ដាច់ខ្យល់ទៅហើយកាត់មកមើលឬដូវិញម្ដងកំពុងតែសំងំធ្វើខ្លួនជាចុងភៅឯកធ្វើស៊ុបក្បាលបិសាចបាហ្វូម៉ែតយ៉ាងរំភើបញាប់ដៃញាប់ជើងបីជាអេលីសៀមកឈរធ្វើមុខរអើមដោយសារតែរូបរាងហ្នឹងមើលទៅវាដូចជាមនុស្សពេកក៏ដោយក៏ឬដូនៅតែដាច់ចិត្តស៊ូបើកចិត្តទៅលាយហត់ទឹកស៊ុបយ៉ាងស្រួលបួលព្រោះគាត់គិតថាកាលពីមុនធ្លាប់ស៊ីទាំងបិសាចគោមានធម៌ទៅហើយចាំបាច់អីត្រូវមកខ្លាយសាច់ពពែមួយឆ្នាំងនេះទៀតប៉ុន្តែរីករាយមិនទាន់បានប្រមាណផងស៊ុបមិនទាន់ទៅជាក់ស្រួលបួលផងស្រាប់តែមានវងបិសាចជ្រូកព្រៃដែលហៅថា Stand Pig មកឡំពាត់កាត់ចង្វាក់ម៉ោងបាយរបស់គាត់សាហាវតែម្ដងឬដូឃើញបែបនេះចង់អួតក្បាច់គុណសម្ពោធវេទមន្តដុំភ្លើងរបស់គាត់គឺ Fireball បើកឆាកដំបងរបស់ខ្លួនភ្លាមប៉ុន្តែបាញ់មិនចេញទេសូម្បីតែកូនភ្លើងមួយដុំក៏បាញ់មិនចេញដែរហើយអេលីសៀពេលនេះក៏អស់ម៉ាណាទៀតអញ្ចឹងក៏ជួយអ្វីមិនបានដែររឿងដែលហួសចិត្តគឺរូដូមិនបានខ្លាចងាប់ដោយសារបិសាចជ្រូកព្រៃខំទេប៉ុន្តែគឺគាត់ខឹងឡើងយកខ្លួនព្រោះតែពួកវាហ៊ានមកបំផ្លាញទឹកស៊ុបនិងម៉ោងស៊ីចុកដ៏មានតម្លៃរបស់គាត់បានស្រែកគំរាមទាំងកំហឹងថានឹងចាប់ពួកវាធ្វើសាច់ក្លែមបន្ថែមទៅក្នុងឆ្នាំងវិញម្ដងប៉ុន្តែអេលីសៀឃើញស្ថានភាពមិនសូវស្រួលព្រោះពួកជ្រូកព្រៃនោះលេង skill បុកទំលុះខ្លាំងពេកបាននៅតែរងរុះច្បាស់ជាខ្លាចជាចំណៃវាវិញហើយនាងក៏សម្រេចចិត្តស្ទុះទៅអកអាវឬដូរត់ចាក់ចេញពីទីនោះយ៉ាងលឿននិងបានឡើងទៅលើដើមឈើនៅលើដើមឈើឬដូរខឹងចិត្តយ៉ាងខ្លាំងព្រោះតែប្រើវេទមន្តភ្លើងដែលទៅតែបាននោះមិនចេញសោះឃើញបែបនេះអេលីសៀក៏វិភាគឃើញភ្លាមថាធម្មតាឬដូរមានម៉ាណាតិចតួចណាស់ប្រើបានតែដុតភ្លើងធ្វើម្ហូបតែប៉ុណ្ណោះអញ្ចឹង skill ដែលបានមកពីបិសាចគឺមិនមែនប្រើម៉ាណាទេគឺត្រូវប្រើធាតុបិសាចដែលហៅថាម៉ាសូនៅក្នុងខ្លួនទៅវិញទេលើបែបនេះឬដូរក៏បិទភ្នែកសម័យដល់ការដែលខ្លួនស៊ីបិសាចគោមានធម៌ហើយក៏បានទាញយកធម្មពលធាតុបិសាចនោះមកគ្រប់គ្រងបានសម្រេចយ៉ាងលយតែម្ដងនិងបានបាញ់សម្លាប់បិសាចជ្រូកព្រៃនោះទាំងអស់យកល្បិចហើយឬដូរមិនមកអងយូរទេគាត់បានយកសាច់បិសាចជ្រូកព្រៃមកធ្វើជាម្ហូបសាច់ជ្រូកបំពងកាត់ជាដុំឡុកឡាក់យ៉ាងឈ្ងុយអេលីសៀក៏បានប្រាប់បន្ថែមថាឲ្យតែឬដូរញ៉ាំសាច់បិសាចគាត់នឹងអាចបំពេញធម្មពលធាតុបិសាចនេះបានជានិច្ចថែមទាំងអាចយកទៅស្រោបលើអាវុធដើម្បីបង្កើនកម្លាំងវាយប្រហារបានទៀតផងខណៈកំពុងនិយាយរឿងយុទ្ធសាស្ត្រនេះយ៉ាងកប់ស្រាប់តែអេលីសៀក្រឡេកឃើញចានសាច់ជ្រូកបំពងពណ៌មាសស្រួយក្រៀមក៏ទប់ទឹកមាត់មិនជាប់ហើយផ្លាត់មាត់សរសើរថាគួរឲ្យចង់ញ៉ាំណាស់ឬដូរបានដៃក៏សោយឌឺដងនិងសួរនាំថាចង់ញ៉ាំដែរអត់នាងអៀនមកកុហកមកថាមិនបាច់ទេឬដូរមិនទាន់ទាំងភ្លក់រសជាតិផងស្រាប់តែមានស្ដេចបិសាចជ្រូកព្រៃដ៏ធំមួយក្បាលលេចមុខឡើងមកបំផ្លាញឆ្នាំងស៊ុបនិងម្ហូបអាហារខ្ទេចខ្ទីគ្មានសល់បិសាចនោះក៏បើកការវាយប្រហារស្ទុះទៅអេលីសៀឬដូរក៏ប្រើស្គីរត់លឿនហក់ទៅ3ជួយសង្គ្រោះអេលីសៀបានទាន់ពេលដោយសារតែកំហឹងកំពុងពុះកញ្ជ្រោលព្រោះតែបិសាចហ៊ានចេញមកបំផ្លាញម្ហូបឬដូរបានប្រើស្គីលដីកណ្ដាប់ដៃវាយទៅកាន់វាប៉ុន្តែមិនរបួសសូម្បីតែបន្តិចហើយវាក៏បានវាយឬដូរទៀតទៅក្រោយទៀតដោយសារតែវាមានស្បែកក្រាស់សាច់ដុំរឹងមាំនិងអាចធន់នឹងភ្លើងថែមទៀតផងទោះបីជាអេលីសៀជួយប្រើវេទមន្តខ្យល់បន្ថែមក៏នៅតែមិនអាចធ្វើអ្វីវាបានដែរដោយសារតែមិនអាចប្រើស្គីចាស់បានមួយរយៈនិងបារម្ភពីសុខភាពរបស់អេលីសៀផងនោះឬដូរក៏សម្រេចចិត្តភ្នាល់ជីវិតទាំងប្រថុយប្រថានក្នុងការបង្កើតស្គីលថ្មីមួយដែលខ្លួនមិនធ្លាប់រៀនសោះក្នុងការប្រយុទ្ធកន្លងមកនោះគឺការបញ្ចូលថាមពលម៉ាសូទៅក្នុងដៃរបស់គាត់នៅពេលដែលបិសាចនោះរត់សម្ដៅត្រង់ចូលមករកគាត់ក៏កាប់ទៅបិសាចនោះចិត្តមួយដាវដាច់ជាពីរចំណែកភ្លាមធ្វើឲ្យអេលីសៀឡើងភ្ញាក់ផ្អើលហ្មងទោះជាយ៉ាងណាមិនទាន់បានអ៊ូតរៀងសង្ហាស្រួលបួលផងដាវរបស់ឬដូក៏បានបែកខ្ទេចខ្ទីជាបំណែកតូចនៅលើអាកាសដោយសារតែវាមិនអាចទ្រាំទ្រនឹងសម្ពាធថាមពលដ៏ខ្លាំងក្លានេះបានធ្វើឲ្យគេបានត្រឹមតែស្រែកទ្រហោយំស្ដាយដែរឯអេលីសៀបានត្រឹមតែឈរហួសចិត្តម្នាក់ឯងអញ្ចឹងវគ្គនេះបានមកដល់ទីបញ្ចប់ត្រឹមនេះហើយកុំភ្លេច comment subscribe និង like ម្នាក់មួយផងណាជួបគ្នានៅភាគក្រោយបាយបាយសួស្តីអ្នកមើល anime ទាំងអស់គ្នាខ្ញុំខូយ៉ាកាមីអញ្ចឹងថ្ងៃនេះយើងមកបន្តរឿង Monster Eater បន្តទៀតឥឡូវនេះចូលដល់វគ្គទី9ដែលមានឈ្មោះថា Gram the Grass Blade តោះកុំឲ្យខាត់ពេកយើងចាប់ផ្ដើមសាច់រឿងបន្តពីវគ្គមុនដែលរបស់ឬដូបានបាក់ជា2ដោយសារតែវាទប់ទល់នឹងធម៌ពលម៉ាសូដ៏ខ្លាំងក្លារបស់គាត់មិនបានឃើញបែបនេះអេលីសៀបានជួយលងលោមនិងណែនាំឲ្យគេការប្រយុទ្ធសិនដើម្បីសុវត្ថិភាពស្របពេលជាមួយគ្នានោះដែរនៅក្នុងរូបភ្នំដ៏ជ្រៅមួយមានអ្នកផ្សងព្រេងលោកដូនមួយក្រុមដែលមានសមាជិក3នាក់គឺ Leon
Magnus និង Ricardo ទើបតែនឹងកំចាត់បិសាចកណ្ដុររួចមកភ្លាមៗនោះពួកគេក៏បានដើរទៅប្រទះឃើញជណ្ដើរសម្ងាត់មួយដែលនាំទៅរកប្រអប់អាថ៌កំបាំងមួយនៅពេលបើកវាឡើងពួកគេបានជួបប្រទះនឹងដាវវេទមន្តដ៏ស្រស់ស្អាតមួយទោះបីជាមានសមាជិកម្នាក់សង្ស័យថាវាជាដាវបណ្ដាសាក៏ដោយក៏ពួកគេមិនខ្វល់ឡើយព្រោះតែភាពលោភលន់ចង់បានលុយមុននឹងចាក់ចេញពួកគេថែមទាំងបាននិយាយដើមនិងគុំគួនចង់ទៅបង្ក្រាបរូដូទៀតផងដោយមិនបានដឹងខ្លួនទៅតែសោះថាដាវបណ្ដាសានោះកំពុងតែខ្សឹបខ្សៀវដដែលថាសម្រាប់វាយ៉ាងគួរឲ្យព្រឺក្បាលកាត់មកមើលរូដូនិងអេលីសៀវិញបានសម្រេចចិត្តត្រឡប់មកទីក្រុងវិញហើយក៏ចូលទៅជួបលោកតាដូយ៉ឹមដែលជាជាងដំដៃជើងចាស់គាត់បានយកដាវដែលបានបាក់ទៅឲ្យលោកតាជាងដៃដូយ៉ឹមជួយធ្វើឲ្យថ្មីដោយសារតែដាវចាស់មិនទាន់អាចទ្រាំទ្រនឹងធម៌ពលបិសាចដែលហៅថាម៉ាសូរបស់ខ្លួនឯងបានទេលោកតាដូយ៉ឹមមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែលដឹងថាឬដូអាចស្រូបយកធម៌ពលបិសាចបានហើយក៏ព្រមទទួលធ្វើដាវថ្មីឲ្យដោយទាដុំថ្មវេទមន្តលំដាប់ខ្ពស់ជាថ្នូររួចហុចដាវបណ្ដោះអាសន្នមួយឲ្យទៅឬដូប្រែថែមទាំងប្រមានថាហាមបញ្ចូលធម៌ពលបិសាចចូលដាច់ខាតបើមិនចង់សងលុយបានន័យថាតែខូចដាវដឹងអសងលុយឯងបន្ទាប់មកឬដូនិងអេលីសៀបានចូលទៅក្នុងហាងស្រាមួយហើយក៏ត្រូវពួកម្នាក់មុននេះដើរមកឬដូបង្ករឿងដល់កន្លែងមកអេលីសៀព្យាយាមសម្របសម្រួលដោយបបួលពួកវាមកលេងល្បែងភ្នាល់ផឹកស្រាក៏ប៉ុន្តែស្ថានភាពប្រែជាធ្ងន់ធ្ងរព្រោះលីអុនត្រូវសម្លេងបិសាចនៅក្នុងដាវបញ្ជារហូតធ្វើឲ្យគាត់បាត់បង់ម្ចាស់ការហើយស្ទុះមកវាប្រហារទាំងងងល់ឃើញសភាពការមិនស្រួលឬដូក៏ដកដាវត្រៀមខ្លួនតតាំងធ្វើឲ្យម្ចាស់ហាងស្រែកឡូឡាដេញពួកវាចេញប៉ុន្តែវាយឺតពេលទៅហើយសង្គ្រាមបានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅរហូតធ្វើឲ្យអេលីសៀស្រែកប្រាប់ម្ចាស់ហាងទាំងញញឹមស្ងួតថាពួកនាងសុំទោសតែជញ្ជាំងហាងមួយនេះច្បាស់ជាត្រូវខ្ទេចខ្ទីមិនខានឡើយលីយ៉ុងដែលបានបាត់បង់ស្មារតីត្រូវបិសាចក្នុងដាវស្រែកគំរាមឲ្យសម្លាប់គ្រប់គ្នាទោះបីជាអេលីសៀព្យាយាមវាយបកទប់ទល់ក៏ដោយក៏ការវាយបកដោយវេទមន្តរបស់នាងត្រូវបានស្រូបចូលក្នុងដាវនោះទាំងអស់នាងក៏ដឹងភ្លាមថានោះគឺជាដាវបណ្ដាសាដែលរឹតតែស្រូបវេទមន្តរឹតតែធ្វើឲ្យលីអុនកាន់តែខ្លាំងនិងអាចព្យាបាលរបួសឬក៏ recover បានវិញភ្លាមខណៈពេលកំពុងតែដុនដាបខ្លាំងស្រាប់តែ Ricardo បរិះរៀងធាត់ដែលជាមិត្តភក្តិរបស់លីអុនបានលុតជង្គង់យំសោកអង្វរក៏ឬដូកុំឲ្យសម្លាប់លីអុនអីព្រោះលីអុនគឺជាទីពឹងនិងជាមិត្តភក្តិដ៏សំខាន់តែម្នាក់គត់នៅក្នុងជីវិតរបស់គេឃើញទឹកភ្នែកស្រក់ចូលមកបែបនេះឬដូក៏ចិត្តទន់ហើយក៏សម្រេចចិត្តប្រថុយគ្រោះថ្នាក់សាកល្បងប្រើប្រាស់ skill ពិសេសរបស់ខ្លួនគឺ Kata Kavari ដើម្បីបើកជញ្ជក់យកបណ្ដាសាចេញពីខ្លួនរបស់ Leon ទោះជាដឹងថាវាត្រូវចំណាយពេល10វិនាទីនិងអាចមានគ្រោះថ្នាក់ដល់ជីវិតខ្លួនឯងក៏ដោយដើម្បីកុំឲ្យដាវនោះស្រូបវេទមន្តបានទៀតឬដូបានស្ទុះទៅចាប់ Leon ដែលបានប្រែខ្លួនជាបិសាចនោះនិងបានចាក់សោដាវនោះជាប់នៅនឹងដៃរួចប្រើវេទមន្តដីបង្កក់ចលនារបស់ Leon ឲ្យនៅស្ងៀមហើយភ្លាមៗនោះឬដូក៏បានបញ្ចេញកំពូល skill Kata Kavari ដើម្បីស្រូបយកបណ្ដាសាទាំងអស់មកលើខ្លួនឯងនិងចង់សង្គ្រោះជីវិតរបស់ Leon តែម្ដងអញ្ចឹងវគ្គទី9បានមកដល់ទីបញ្ចប់ធម្មនេះយើងទៅមើលវគ្គទី10ទាំងអស់គ្នាសួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងយើងមកបន្តរឿង Monster Eater បន្តទៀតចូលដល់វគ្គទី10ដែលមានឈ្មោះថា Leon តោះយើងចាប់ផ្ដើមដំបូងឬដូបានព្យាយាមប្រើ skill ពិសេសដើម្បីជួយសង្គ្រោះ Leon ប៉ុន្តែត្រូវបរាជ័យដោយសារតែរាងកាយរបស់ Leon ត្រូវបានដាវបិសាចគ្រប់គ្រងចិត្តគំនិតទាំងស្រុងទៅហើយឬដូបានព្យាយាមវាយបកដោយវេទមន្តភ្លើងប៉ុន្តែមិនត្រឹមតែមិនបានផលនោះទេថែមទាំងធ្វើឲ្យដាវបិសាចនោះបឺតស្រូបយកថាមពលហើយកាន់តែរឹងមាំជាងមុនទៅទៀតឃើញស្ថានភាពមិនស្រួលអេលីសៀក៏បានចូលមកជួយអន្តរាគមន៍ការពារឬដូភ្លាមនាងបានដើរទឿនឬដូថាពេលនេះរាងកាយរបស់ Leon បានក្លាយទៅជាបិសាចពេញលេញហើយមានជំរឿអ្វីក្រៅពីសម្លាប់គេចោលដើម្បីបញ្ចប់គ្រោះនេះឡើយដែលធ្វើឲ្យឬដូបង្ខំចិត្តយល់ព្រមទាំងក្តុកក្តួលដើម្បីកុំឲ្យដាវបិសាចបឺតស្រូបវេទមន្តបានទៀតឬដូបានប្រើវេទមន្តដីបង្កើតជាផ្សែងហុយយ៉ាងខ្លាំងដើម្បីបិទបាំងកំហើញហើយអេលីសៀក៏បានឆ្លៀតឱកាសនេះបាញ់ព្រួយវេទមន្តទម្លុះផ្សែងចំគោលដៅប៉ុន្តែគួរឲ្យស្ដាយដែលមិនបានបាញ់ចំចំណុចស្លាប់ឬក៏បេះដូងនៅវិនាទីចុងក្រោយពេលដែលលីអុងស្ទុះទៅរកអេលីសៀមិត្តរួមក្រុមចាស់របស់គេគឺ Manus និង Ricardo ដែលកំពុងតែរងរបួសក៏បានសម្រេចចិត្តហក់ទៅរាំងផ្លូវទាំងទឹកភ្នែកហើយស្ទុះទៅវាប្រហារចាក់សម្រុកបញ្ចប់រឿងនេះដោយដៃរបស់ពួកគេផ្ទាល់តែម្ដងនិងពោពេញទៅដោយទឹកភ្នែកបន្ទាប់ពីការប្រយុទ្ធបញ្ចប់ទៅឬដូបានយកដាវបិសាចមួយដាវនោះមកកាន់កាប់នៅក្នុងដៃទោះបីជាដាវនោះព្យាយាមបញ្ជាឲ្យគេសម្លាប់មនុស្សក៏ដោយក៏វាមិនអាចធ្វើអ្វីឬដូបានដែរព្រោះតែគាត់មានសមត្ថភាពពិសេសគឺអាចស៊ាំនឹងជាតិពុលនិងបណ្ដាសាគ្រប់ប្រភេទបន្ទាប់មកលោកប្រធានគីលឬក៏ហៅថា Guild Master បានអនុញ្ញាតឲ្យឬដូជាអ្នកតុកដាវនោះ
នឹងបានប្រាប់ពីគ្រោះអាសន្នថ្មីមួយដែលកំពុងតែកើតឡើងនៅក្នុងល្អាងងងឹតអាបេរីអូគាត់បានពន្យល់ថាពេលនេះមានបេសាចកាយសាហាវសម្រុកឡើងមកជាន់លើខុសពីធម្មតាដោយសារតែរងការរំខានពីមេខ្លោងអ្នកបេសាច level 70 ឈ្មោះថា Basilista អ្នកបេសាចនេះបានព្រុសផ្សែងពុលយ៉ាងខ្លាំងក្លាពេញល្អាងងងឹតដែលធ្វើឲ្យបេសាចផ្សេងៗកាយសាហាវជាងមុនហើយបើបណ្ដាលឲ្យផ្សែងពុលនេះភាយចេញមកក្រៅនោះពិភពលោកនេះច្បាស់ជាត្រូវបំផ្លាញដោយវងបេសាចជាមិនខានឡើយដោយសារតែមានតែឬដូមអ្នកគត់ដែលអាចទប់ទល់នឹងជាតិពុលបានលោក Killmaster ក៏បានសូមជំនួយពីគាត់មុននឹងចេញដំណើរឬដូបានទៅជួយសង្គ្រោះក្រុមអង្គការដែលរងរបួសដោយគេបានប្រើជំនាញផ្ទេរការជឿចាប់ដើម្បីស្រូបយកជាតិពុលពីអ្នកជំងឺមកដាក់លើខ្លួនឯងរួចបន្សាបវាចោលភ្លាមទង្វើដ៏អស្ចារ្យនេះបានធ្វើឲ្យលោក Killmaster ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែដឹងពីអាកំបាំងមួយនេះឬដូក៏បានស្ម័គ្រចិត្តសុំទៅកម្ចាត់អ្នកពឹសដែលមានកម្រិតគ្រោះថ្នាក់ដល់ទៅ level A តែពីអ្នកគត់ជាមួយនឹង Elysia ទោះបីជាមានការប្រមានពីភាពគ្រោះថ្នាក់នៅក្នុងល្អាងអាបេរីអូក៏ដោយក៏ឬដូនៅតែមានទំនុកចិត្តថាទៅគ្នាទៅអញ្ចឹងគឺងាយស្រួលធ្វើដំណើរនិងការពារគ្នាជាងការទៅគ្នាច្រើនដោយបែបនេះលោក Killmaster ក៏ព្រមប្រគល់បេសកកម្មនេះឲ្យពួកគេជាផ្លូវការបន្ទាប់ពីចាក់ចេញពីគៀលក្រោមពន្លឺព្រះច័ន្ទយ៉ាងស្រស់ស្អាត Elysia ក៏បានសួរដេញដោលពីហេតុផលពិតប្រាកដដែលទៅតែពីអ្នកនាងហើយឬដូក៏បានខ្សឹបប្រាប់ថាការដែលគ្មានអ្នកដទៃនៅក្បែរធ្វើឲ្យគាត់អាចប្រើប្រាស់ស្គីលពិសេសរបស់គាត់បានពេញដៃដោយមិនបារម្ភពីការបែកធ្លាយអាថ៌កំបាំងហើយក៏មិនបាច់ហត់រត់ជួយមនុស្សច្រើនក្នុងពេលតែមួយដែរទោះបីជាឬដូមានអារម្មណ៍ខុសបន្តិចបន្តួចដែលនាំ Elysia មកប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែ Elysia បានញញឹមនិងលើកទឹកចិត្តយ៉ាងកក់ក្ដៅថាពួកគេជាដៃគូនឹងគ្នារួមសុខរួមទុក្ខបើហ៊ានតែរត់ចោលនាងច្បាស់ជាត្រូវម្ដាយមិនខាននៅចុងបញ្ចប់វគ្គនេះពួកគេទាំងពីរនាក់បដិញ្ញាចិត្តរួមគ្នាយ៉ាងមុខមុតនឹងជួយសង្គ្រោះពិភពលោកនេះទាំងអស់គ្នាអញ្ចឹងវគ្គទី10បានបញ្ចប់នៅត្រឹមនេះតោះអញ្ចឹងយើងទៅមើលវគ្គទី11បន្តទៀតសួស្ដីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងយើងមើលបន្តរឿងអានីមេ Monster Eater បន្តទៀតនៅក្នុងវគ្គទី11ដែលមានឈ្មោះថា Basilista The Venom Drake តោះយើងចាប់ផ្ដើមរឿងបានចាប់ផ្ដើមដោយនៅពេលដែលឬដូនិង Elysia បានធ្វើដំណើរចុះមកដល់ជាន់ក្រោមនៃល្អាងងងឹតហើយបានជួបនឹងខ្យល់ពុលដ៏ក្រាស់ខុសពីធម្មតាដែលជាសញ្ញាបង្ហាញថាអំណាចរបស់អ្នកពឹសកាន់តែខ្លាំងឡើងដើម្បីការពារ Elysia ពីជាតិពុលឬដូបានប្រើប្រាស់ស្គីលពិសេសម្យ៉ាងគឺការផ្ទេរខ្យល់ពុលជំនួសដែលតម្រូវឲ្យពួកគេទាំងពីរនាក់ត្រូវចាប់ដៃគ្នាជានិច្ចដើម្បីរលាយឥទ្ធិពលខ្យល់ពុលនោះចោលពួកគេក៏បានសម្រេចចិត្តកាន់ដៃគ្នាដើរទៅមុខបន្តទៀតទាំងការផ្ទេរជាតិពុលទាំងជួយនាំផ្លូវគ្នាទៅវិញទៅមកក្នុងបរិយាកាសដ៏ងងឹតស្លុបខណៈពេលកំពុងដើរឬដូបានប្រើស្គីលរលកសំឡេងហើយដឹងថាមានបេសាចស្បែកក្រាស់ដ៏ខ្លាំងមួយក្បាលនៅខាងមុខទោះបីជាមានផ្លូវវាងក៏ឬដូនៅតែចង់ចូលប្រយុទ្ធជាមួយវាដើម្បីសាកល្បងសមត្ថភាពរួមគ្នាមុនពេលទៅប្រឈមមុខនឹងអ្នកពឹសមួយនោះពលគឺចង់វាយវាយកមកធ្វើជាអាហារដោយទម្លាប់មុនដដែលឬដូបានបើកឆាកវាប្រហារវាមុនដោយប្រើវេទមន្តដីប៉ុន្តែវាមិនសូវមានឥទ្ធិពលលើបេសាចនោះឡើយហើយថែមទាំងត្រូវវាយបកមកវិញភ្លាមឃើញស្ថានភាពមិនស្រួល Elysia បានប្រើវេទមន្តហៅវិញ្ញាណមកជួយចងនឹងទប់បេសាចនោះឲ្យនៅស្ងៀមទាំងលំបាកដើម្បីបើកឱកាសឲ្យឬដូវាសម្រុកឬដូបានប្រមូលធម៌ពលវេទមន្តទាំងអស់បញ្ចូលទៅកាន់ផ្លែដាវរួចកាប់ទៅលើបេសាចនោះពេញទំហឹងប៉ុន្តែដោយសារតែការវាយប្រហារនេះនៅរយៈពេកមិនទាន់អាចកាត់ផ្តាច់ជីវិតវាបានឬដូក៏សម្រេចចិត្តផ្សងសំណាងចុងក្រោយដោយប្រាប់ឲ្យ Elysia បញ្ចេញការវាយប្រហារដ៏ខ្លាំងបំផុតរបស់នាងតាមរយៈការដាស់ធម៌ពលវិញ្ញាណខ្យល់ដើម្បីកំទេចវាតែម្ដងបន្ទាប់ពីទទួលបានដែរបេសាចថ្មីមកឬដូបានសាកល្បងសមត្ថភាពវាដោយឲ្យ Elysia ប្រើវេទមន្តខ្យល់របស់នាងវាយប្រហារមកលើខ្លួនចំជាលទ្ធផលដើរនេះមិនត្រឹមតែមិនខូចខាតនោះទេថែមទាំងអាចស្រូបយកវេទមន្តនោះមកពង្រឹងសមត្ថភាពរាងកាយរបស់ឬដូបានយ៉ាងអស្ចារ្យទៀតផងក្រោយដឹងពីសមត្ថភាពរបស់ដាវឬដូក៏ជ្រៀតពេលអាំងសាច់បេសាចមុននេះញ៉ាំយ៉ាងឈ្ងុយឆ្ងាញ់ធ្វើឲ្យ Elysia ហូរចិត្តជាខ្លាំងភ្លាមនោះដាវបេសាចស្រាប់តែបន្លឺសំឡេងក្នុងក្បាលរបស់ឬដូដើម្បីទាមទារស៊ីដុំគ្រីស្តាល់វេទមន្តព្រោះវាខឹងនឹងឬដូដែលនិយាយមកអាវាថាវាមិនសូវខ្លាំងដូចដាវពីមុនបន្តដំណើរទៅមុខបន្តិចអ្នកទាំងពីរត្រូវប្រឈមមុខនឹងគ្រោះថ្នាក់បាក់រូងភ្នំដោយសារតែសម្លេងក្រហមរបស់សត្រូវប៉ុន្តែពួកគេអាចគេចខ្លួនបានទាន់ពេលមិនខុសមែនគ្រាន់តែឬដូប្រើស្គីលជំនាញ scan រកភ្លាមស្ដេចបេសាចនាគពិឃាតឬក៏នាគពឹសនឹងក៏បានលេចមុខឡើងមកប្រហើនដល់មុខតែម្ដងអ្វីដែលគួរឲ្យរន្ធត់នោះគឺវាមាន level ដល់ទៅ75ចំណែក status របស់វាវិញគឺខ្ពស់កប់ពពកដែលឬដូមិនដែលបានឃើញពីមុនមកឡើយថែមទាំងមានពឹសដ៏សាហាវនៅត្រង់ចង្កូមនិងកញ្ញាមជើងទៀតផងដោយសារតែស្ដេចនាគនេះអាចធន់ទប់ទល់ទៅនឹងវេទមន្តសឹងតែគ្រប់ធាតុលើកលែងតែធាតុទឹកនិងធាតុខ្យល់ Elysia ក៏បានបកគោលទូនាទីជួមកឲ្យទៅឬដូចំណែកនាងគឺ support នៅពីក្រោយការប្រយុទ្ធដ៏កាយសាហាវក៏បានចាប់ផ្ដើមឡើងកម្ដៅនិងផ្សែងពុលដ៏សាហាវរបស់ស្ដេចនាគបានធ្វើ
ធ្វើឲ្យសសរនិងកម្រាលឥដ្ឋរលាយខ្ទេចខ្ទីគ្មានសល់ជញ្ជាំងការពាររបស់វាស្បែករបស់វាគឺរឹងដូចជាដែកថេបទោះបីជាឬដូនិងអេលីសៀព្យាយាមវាយបុកសម្រុកយ៉ាងណាក៏គ្មានផលឡើយក្នុងស្ថានភាពដ៏ទាល់ច្រកនេះអេលីសៀបានប្រាប់ឲ្យឬដូជួយទប់ទល់ដើម្បីអស់បន្លាយពេលឯឬដូក៏មិនបង្អង់យូរឡើយគេបានប្រើថាមពលវេទមន្តដីទាក់ទាញចំណាប់អារម្មណ៍របស់ស្ត្រីភ្លាមដើម្បីបើកផ្លូវឲ្យអេលីសៀគាត់លះបង់នឹងការពារទាំងអស់រួចនាងក៏ប្រមូលថាមពលវេទមន្តចុងក្រោយគឺហៅពលឹងធាតុទាំង5មកបញ្ចូលគ្នាទីបំផុតមហាវេទមន្តដែលហៅថាសេរីណូហូជូត្រូវបានបែងចែកទៅចំគោលដៅពេញទំហឹងលេបត្របាក់ស្ដេចនាគនោះក្នុងពន្លឺដ៏មហិមាធ្វើឲ្យវាមានរបួសបន្ទាប់ពីអេលីសៀសម្រេចក្បាច់ដាច់ខាតនេះឬដូក៏ងាកមកញញឹមទាំងជឿជាក់រួចនិយាយទៅកាន់នាងថាធ្វើបែបល្អណាស់តោះឥឡូវដល់វេនខ្ញុំម្ដងហើយអញ្ចឹងវគ្គនេះដល់ទីបញ្ចប់ត្រឹមនេះបាយសួស្ដីអ្នកមើលអានីមេទាំងអស់គ្នាជួបជាមួយខ្ញុំខូយ៉ាកាមីទៀតហើយអញ្ចឹងនៅវីដេអូមួយនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលរឿង Monster Eater បន្តទៀតដែលចូលដល់វគ្គទី12វគ្គហ្នឹងមានចំណងជើងថា Monster Eater បើយោងតាមព័ត៌មានដែលចេញមកនឹងកំណត់របស់ខ្ញុំគិតថាវគ្គទី12នេះគឺជាវគ្គបញ្ចប់នៅរដូវកាលនេះហើយតោះអញ្ចឹងមុននឹងចាប់ផ្ដើមអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe អ្នកមួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតហើយនឹងទទួលបានវីដេអូថ្មីពេលដែលខ្ញុំផុសអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងទៅមើលវីដេអូនេះទាំងអស់គ្នាចាប់ផ្ដើមវគ្គនេះដោយរំលឹកការពីវគ្គមុននៅពេលដែលអេលីសៀប្រើវេទមន្តផ្ដុំវិញ្ញាណធាតុទាំង5ដែលមានសាឡាមអូដែលណូមៀវ៉ាគីចាននិងស៊ីហ្វីតហើយត្រៀមបញ្ចេញថាមពលវាយប្រហារយ៉ាងសាហាវទៅលើនាគពឹសនោះចំពេលដែលវាត្រៀមប្រុសថាមពលងងឹតឃើញសភាពការមិនស្រួលឬដូក៏ស្ទុះទៅពាំងពីមុខធ្វើជាវីរៈបុរសហើយក៏ប្រើនៅស្គីលស្រូបម៉ាណាលួចបឺតយកថាមពលងងឹតដែលវាបំរុងប្រុសនោះបាត់ឈឹងធ្វើឲ្យវាមិនទាន់ទប់ចំហទាន់ពេលនោះអេលីសៀក៏ឲ្យឬដូថយចេញពេលនេះថាមពលទាំង5បានពេញនាងក៏បានលែងនៅថាមពលការចុះសម្រុងនៃវិញ្ញាណទាំង5នោះនឹងបានបាញ់បុកសម្ដាយចំកណ្ដាលមុខពេញទំហឹងផ្ទុះឡើងផ្សែងហុយទលោមក៏ប៉ុន្តែនាគចម្លែកនេះមិនងាយងាប់ងាយទេត្រូវមកក្បាច់មហាកម្លាំងបុកឡើងខ្ទៀតហើយនឹងរបួសធ្ងន់ធ្ងរហូរឈាមញាក់ញ័រពិតមែនតែវានៅតែឌឺមិនទាន់អស់ខ្យល់ងាប់ភ្លាមទេងាកមកមើលអេលីសៀវិញគឺអស់ម៉ាណាពីខ្លួនរលីងឈរដើរមិនចង់រួចដកដង្ហើមហត់ឡើងចង់ដាច់ខ្យល់ទៅហើយឬដូឃើញអញ្ចឹងក៏ប្រាប់ឲ្យនាងទៅអង្គុយសម្រាកញ៉ាំទឹកអំពៅសិនទៅនិយាយលេងទេអ្នកទាំងអស់គ្នាគោលបំណងរបស់ឬដូគឺឲ្យនាងសម្រាកនិងរក្សាថាមពលតិចតួចដែលនៅសល់សម្រាប់ការពារខ្លួនរួចគាត់ខ្លួនឯងជាអ្នកចេញរ៉ាប់រងបន្តវេនឡើងវាយបន្តទៀតប៉ុន្តែចូលមកដល់ទឹកទី2នេះសត្វចម្លែកក៏ចាប់ផ្ដើមដឹងល្បិចអញ្ចឹងវាមិនព្រមឲ្យឈ្នះងាយទេវាបានវាយបកយ៉ាងលឿនហើយថែមទាំងមើលដឹងពីការផ្លាស់ទីរបស់ឬដូបានយ៉ាងត្រឹមត្រូវដោយហ្វេនបានមើលរឿងនេះមុនអញ្ចឹងមកដល់ត្រង់ចំណុចនេះហើយនាគចម្លែកនោះបានបន្ថែមកម្រិតមួយទៀតគឺការស្រែករបស់វាជាមួយនៅការដុសនៅអាវុធយ៉ាងស្រួចនៅលើកន្ទុយរបស់វានឹងបានវាយឬដូរហូតវាយបោកឬដូខ្ទប់នឹងជញ្ជាំងចង់ររឿងសន្លប់ធំវង្វេងផ្លូវទៅផ្ទះទៅហើយនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនមួយនេះឬដូក៏នឹកឃើញដល់កាលដំបូងឡើយគាត់ស្ទើរតែត្រូវដេកស្លាប់នៅពេលដែលវាជាមួយនឹងបេសាចមីណាធរតែលើកនេះដោយគិតថាមានអេលីសៀនៅក្បែរគាត់ក៏មិនព្រមចុះចាញ់ងាយឲ្យខូចមុខមាត់ទេគឺសុំលេងក្បាច់ល្បិចចុងក្រោយម្ដងទៀតនាគចម្លែកមួយក្បាលនេះក៏បានព្រុសភ្លើងយ៉ាងសន្ធោសន្ធៅយ៉ាងធំសម្បើមមកម្ដងទៀតចង់ទៅដុតឬដូឲ្យខ្ទេចតែម្ដងតែលើកនេះឬដូលែងកិច្ចលែងរត់ហើយគឺនៅទទួលខាងមុខភ្លើងនោះចំដូចមនុស្សចង់អាំងសាច់លេងអញ្ចឹងទោះបីជាខ្លួនប្រាណរបស់គេត្រូវឈឺចាប់និងរលាកខ្លាំងដោយសារកម្ដៅប៉ុន្តែល្បិចពិតប្រាកដរបស់គាត់គឺមិនមែនចូលទៅងាប់ទេពោលគឺចង់ស្រូបយកគ្រាប់ថាមពលម៉ាណាដែលលាក់បង្កប់នៅក្នុងដង្ហើមភ្លើងរបស់វាទេតើព្រោះឲ្យតែជាថាមពលម៉ាណាគឺគាត់អាចស្រូបបានទាំងអស់ឬដូស៊ូទ្រាំនឹងការឈឺចាប់ឡើងចង់ណែនទ្រូងរហូតដល់ស្រូបថាមពលបានពេញមកកាផ្លេនិងឡើងល្វែលពេញគាត់ក៏អរគុណអេលីសៀដែរដែលបានផ្ដល់ថាមពលទឹកមក support គាត់ពីក្រោយដែលធ្វើឲ្យគាត់មិនសូវក្តៅចុងក្រោយក៏ប្រមូលកម្លាំងទាំងអស់បុកថាមពលវាយបកទៅលើនាគចម្លែកនោះទាំងកំហឹងវិញបង្កើតបានជាមហាការផ្ទុះចុងក្រោយបញ្ចប់ការប្រយុទ្ធនេះដ៏រន្ធត់អញ្ចឹងក៏បានសម្លាប់នាគពឹសនេះងាប់បាត់ទៅតែចាញ់ថងថាពេលដែលបេសាចនេះងាប់ទៅឬដូអស់កម្លាំងដេកស្ដូងលើដីដូចគេបោះចោលអញ្ចឹងអេលីសៀឃើញអញ្ចឹងក៏ចង់ប្រើវេទមន្តព្យាបាលឲ្យតែឬដូប្រាប់ថាមិនអីទេខ្ញុំមានវេទមន្តក្បាច់បឺតឈាមគឺតាំងពីសម័យវេបេសាចលំដាប់អន់មកម្លេះចាំបឺតជាបេសាចងាប់នេះយកមកបំពេញកម្លាំងខ្លួនឯងវិញបន្ទាប់មកក៏ដេកសោកក៏ក្អឹកទាំងពីរនាក់នៅលើដីធ្វើដោយកន្លែងហ្នឹងជាកន្លែងលំហែកាយអញ្ចឹងអេលីសៀថែមទាំងសរសើរឬដូថាមិននឹកស្មានថាខ្លាំងដល់ថ្នាក់នេះសោះហើយមិននឹកស្មានថានាងនឹងឬដូសម្រេចនៅកិច្ចការមួយនេះសោះ
ក្នុងពេលនោះឬដូក៏នឹកឃើញដល់អតីតកាលគឺអ្នកផ្សងព្រេងលំដាប់អេសរាំងដែលបានជួយគាត់កាលពីនៅក្មេងដែលគាត់ខ្លាំងពូកែគឺជា idol ក្នុងចិត្តរបស់ឬដូតាំងពីក្មេងមកទោះបីជាគិតថាខ្លួនឯងអន់ដែលប្រៀបធៀបនឹង idol មិនបានតែមិនបានធ្វើឲ្យឬដូបាក់ទឹកចិត្តទេផ្ទុយទៅវិញវាខ្លាចជាកម្លាំងចិត្តឲ្យឬដូបន្ថែមទៀតតែគួរឲ្យស្ដាយនឹកឃើញដល់រឿងលយមិនទាន់បានផងស្រាប់តែពោះរបស់ឬដូលន់សូគ្រូកាត់ចង្វាក់ធ្វើឲ្យអេលីសៀហួសចិត្តមែនទែនសម្រាប់បានមួយសន្ទុះធូរខ្លួនបន្តិចអ្នកទាំងពីរក៏ដើរចូលទៅដល់បន្ទប់សម្ងាត់ខាងក្នុងបំផុតដែលជាកន្លែងតម្កល់ស្នូលត្បូងវេទមន្តមើលទៅដូចជាដុំគ្រីស្តាល់ពណ៌ខៀវមូលក្រឡង់អណ្ដែតលើអាកាសអញ្ចឹងអេលីសៀក៏ចាប់ផ្ដើមធ្វើខ្លួនជាគ្រូបង្រៀនបញ្យល់ប្រាប់ឬដូថាឬដូដឹងអត់ធម្មតាគេមកដល់ទីនេះគ្មានអ្នកណាឆ្កូតទៅកំទេចដុំត្បូងនេះចោលទេព្រោះវាបង្កើតបានធនធានថ្លៃឲ្យយើងរើសមិនអស់ចង់ទៅផ្ទះគ្រាន់តែដើរលើរង្វង់វេទមន្ត teleport ទៅគឺចប់រឿងបានហើយតែឬដូស្ដាប់ឲ្យធ្វើមុខស្មារតីនិយាយថាបើទុកដុំនឹងចោលមិនយូរមិនឆាប់កូនអ្នកពឹសថ្មីវានឹងកើតឡើងមកទៀតបង្កើតការងារឲ្យយើងហត់វាយវាម្ដងទៀតជាមិនខានមុននឹងសម្រេចចិត្តកំទេចវាឬដូក៏អរគុណរូងភ្នំអាបេរីអូនេះដែលធ្លាប់ទាំងត្រូវគេធ្វើបាបទាំងលំបាកបំផុតតែវាជាកន្លែងដែលធ្វើឲ្យគាត់ជួបនឹងអេលីសៀនឹងស្គាល់ពីពាក្យថាមិត្តរួមក្រុមគាត់ក៏និយាយថាអរគុណហើយណារូងភ្នំហើយក៏លាគ្នាធំនេះដែរនិយាយចប់ក៏ដកដៃចាក់កំទេចដុំស្នូលគ្រីស្តាល់ពណ៌ខៀវនោះបែកខ្ទេចខ្ទីគ្មានសល់កាត់មកនៅក្នុងគៀលលោកគៀល Master បារម្ភពីឬដូនិងអេលីសៀមែនតែនដែលមិនទាន់ឃើញត្រឡប់មកវិញសោះគាត់ក៏ចាប់ផ្ដើមនឹកឃើញដល់រឿងចាស់ៗកាលពីមុនឬដូតែងតែត្រូវគេដៀលក្បាលនិងសើចចំអកថាជាអ្នករើសអេតចាយនៅក្នុងតំបន់ពលគាត់បានត្រឹមលួចគិតនៅក្នុងចិត្តទាំងអាណិតផងទាំងអស់សង្ឃឹមផងថាបើឬដូព្រមព្រៀងរស់នៅបែបហ្នឹងហើយបើបោកក្តីសម័យចោលក៏ជាជំរើសរបស់ជីវិតគេទៅចោះប៉ុន្តែជីវិតវាមិនដូចជាសាច់រឿងអានីមេចឹងទេមិនតដកដង្ហើមធំស្រួលបួលផងស្រាប់តែមានបរិះម្នាក់រត់ធ្លាក់កូនមកបើកទ្វារគ្រាមកស្រែករាយការណ៍ទាំងដង្ហក់ញាប់មាត់ញាប់កថាឬដូនិងអេលីសៀបានលេងមួយឈុតធំកំចាត់នាគពឹសនិងបំផ្លាញស្នូលវេទមន្តវង្វេងនោះបានសម្រេចបាត់ទៅហើយដំណឹងនេះធ្វើឲ្យលោកតាគៀភ្ញាក់ផ្អើលចង់ហោះព្រោះមិននឹកស្មានថាអ្នកដែលធ្លាប់ត្រូវគេមើលងាយបែរជាមកសង្គ្រោះទីក្រុងបានទាំងមូលសោះហើយគាត់ក៏នាំគ្នាទទួលស្វាគមន៍វីរៈជនរបស់យើងទាំងពីរទាំងក្តីញាប់ញ័រកាត់មកនៅក្រោមពន្លឺព្រះច័ន្ទដ៏រ៉ូមែនទិកនាពេលរាត្រីអ្នកទាំងពីរបែរជាមិននាំគ្នាផ្អែមល្ហែមទេតែបែរជានាំគ្នាមកអង្គុយជុំវិញភ្នក់ភ្លើងដើម្បីធ្វើសាច់អាំងញ៉ាំទៅវិញក្លិនសាច់អាំងនាគដ៏ឈ្ងុយឆ្ងាញ់ភាយឡើងធ្វើឲ្យអេលីសៀហៀទឹកមាត់តក់ទប់ចិត្តសឹងមិនជាប់សាច់នាគដែលឬដូយកមកអាំងនេះគឺបានមកពីការកាត់ទុកនៅពេលដែលសម្លាប់នាគនោះគាត់បានកាត់យ៉ាងច្រើនញាត់ពេញកាបូបវេទមន្តរបស់គាត់ហើយថែមទាំងរអ៊ូថាបន្ទាប់ពីវាយសម្លាប់នាគនេះរួចត្រូវប្រញាប់មកក្រុងវិញថែមទាំងត្រូវសមាគមហៅសួរចម្លើយដោយអ្នកទោសជាច្រើនដងធ្វើឲ្យគាត់មិនបានភ្លក់រសជាតិសាច់នេះទាល់តែសោះទើបយប់នេះសុកចិត្តវិនិយោគទិញខ្ទះនិងគ្រឿងទេសថ្មីៗដើម្បីមកធ្វើញ៉ាំឲ្យឆ្ងាញ់ម្ដងគ្រាន់តែខាំមួយម៉ាត់ភ្លាមឬដូរធ្វើមកដូចបានឡើងឋានសួគ៌ព្រោះរសជាតិវាឆ្ងាញ់ប្លែកផ្ដាច់ពីគេមានទាំងខ្លាញ់ផ្អែមដិតរលាយលើអណ្ដាតបូករួមទាំងសាច់ក្រហមមានជាតិផ្អែមធម្មជាតិទៀតឃើញឬដូរអង្គុយទំពាំម្នាក់ឯងធ្វើមកមានក្តីសុខពេកអេលីសៀចាប់ផ្ដើមងក់ងធ្វើមកគួរឲ្យស្រឡាញ់ផងខឹងផងរួចស្រែកគំហកទាំងអន្ទះសារថាឬដូរលំអៀងណាស់ញ៉ាំតែម្នាក់ឯងអត់គិតគ្នាទេនាងក៏បង្ខំឲ្យឬដូលេបឲ្យលឿនដើម្បីអាលនឹងនាំនាងទៅរកហាងសាច់អាំងលំដាប់ VIP នៅក្នុងក្រុងវិញម្ដងព្រោះមើលទៅនាងឃ្លានដាច់បាយដាច់ទឹកហើយអញ្ចឹងគួរតែត្រូវរកញ៉ាំអញ្ចឹងរឿងនេះបានមកដល់ទីបញ្ចប់នៅត្រឹមនេះហើយសង្ឃឹមថាវីដេអូនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាពេញចិត្តទៅចុះអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ